អ្នកណាគេនឹងកូនក្រមុំនៅផ្ទះតើឆាប់និយាយសុំទោសភ្លាមទៅសុំទោសមើលចុះខ្ញុំនាំមកវិញហើយរៀបចំផ្ទះបន្តិចទៅរៀបចំរួចរាល់ហើយអ្នកទាំងពីរឆ្លោះគ្នាមិនអាចចេះតែរត់មកផ្ទះរហូតទេត្រូវតែទៅមកអញ្ចឹងហើយខ្ញុំត្រូវជូនចូលក្នុងបន្ទប់មួយផ្លែតសិនឯងនិយាយនៅទីនេះហើយមានរឿងអីបងតើបងរៀបការពេលណាខ្ញុំកំពុងប្រញាប់ចង់កូនប្រសាពេលនេះខ្ញុំមិនទាន់មានអារម្មណ៍ទេឆាប់ឡើងមើលចុះនាំត្រឡប់មកវិញហើយឲ្យគេនៅផ្ទះ2 ថ្ងៃសិនទៅមើលពីការប្រព្រឹត្តរបស់គេសិនអីវ៉ាន់ខ្ញុំរៀបចំទុកហើយតែខ្ញុំមិនទាន់អភ័យទោសឲ្យទេណាចូលទៅធ្វើខ្លួនឲ្យល្អទៅបើគេហ៊ានទៅមកធ្វើឲ្យឯងខឹងទៀតទេមកប្រាប់បងនឹងចាត់ការគេបានហើយបងទៅចុះយកថង់សម្រាមនេះទៅផងបានទៅហើយអ្នកទាំងពីរឆាប់ចូលសម្រាកទៅឯងនៅហ៊ានមិនអភ័យទោសឲ្យយើងទៀតហ៎ឯងសាក់និយាយមើលឯងចង់អភ័យទោសឲ្យអ្នកណាមិនមែនយើងកំពុងជួយលេងល្ខោនជាមួយឯងទេយើងសហការជាមួយឯងតើខុសត្រង់ណាហាឯងលេងយើងសិនយើងមានការសំខាន់ចង់ប្រាប់ហាគឺអញចេះថ្ងៃស្អែកខ្ញុំនឹងជួងយ៉ងទៅភូមិភាគសានបន្តិចទៅទីនោះធ្វើអីទៅទីនោះដើម្បីរៀបចំអីវ៉ាន់ខ្លះគេឲ្យខ្ញុំទៅជួយមើលអីវ៉ាន់ខ្ញុំឆ្លៀតទៅមើលក្រែងលោមានតម្រុយពីឡងខ្វាន់យេងរួចការងារខ្ញុំនឹងប្រញាប់ត្រឡប់មកវិញប្រាប់ខ្ញុំធ្វើអីឯងទៅណាមានពាក់ព័ន្ធអីនឹងខ្ញុំឯងត្រូវតែសួរគេពេលត្រឡប់មកវិញនេះគឺមានតែឯងនឹងឈឺឈាង2 នាក់ទេមានស្រី2 នាក់ទៀតតើជឿទេពួកយើងទៅធ្វើការត្រឹមត្រូវទេខ្ញុំជាមនុស្សបែបហ្នឹងខ្ញុំខ្លាចតែឯងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះគ្រួសារសិទេឥឡូវនៅខាងក្រៅឯងជាមិត្តប្រុសរបស់ខ្ញុំចេញទៅក្រៅត្រូវចេះប្រយ័ត្នប្រយែងផងកុំទៅញ៉ាយស្រីផ្ដេសផ្ដាសឬទេអត់យឺទេអាឡូលោកពូហៅទីនេះថាភូមិភាគសានមែនទេចុះនេះមិនមែនជាអ្នកភូមិភាគសានទេអ្នកភូមិយើងសុទ្ធតែហៅទីនេះថាភូមិភាគសានខ្ញុំជឿឯងនឹងហើយទើបមកដល់ទីនេះរត់ឡើងទូកខោអស់ហើយរត់តតែដាច់ខោអស់ហើយស្បែកជើងអ្នកណាគេអូយអ្នកណាគេនឹងនៅមិនទាន់ប្រញាប់ទៅទៀតមិនទាន់ងាប់ទេមែនទេបើមិនឆាប់ចេញគ្រួសារឯងនឹងទៅតាមហើយបងធំក្មេងស្រីក្នុងដៃខ្ញុំនេះមើលទៅមានលុយច្រើនណាស់បងត្រូវតែជំរិតទារលុយឲ្យបានច្រើនឲ្យតែមិនទាន់ងាប់គឺបានហើយសងមកខ្ញុំវិញងាប់ហើយពួកវាមានគ្នា2 នាក់ឯងនេះចេះតែរកពុតមែនខ្ញុំមានបានគប់ត្រូវឯងឯណាអូយខ្ញុំទ្រាំលែងបានហើយខ្ញុំមិនខ្វល់ទេឯងត្រូវតែទទួលចិញ្ចឹមពួកយើងត្រូវទទួលខុសត្រូវចិញ្ចឹមពួកឯងទាំងពីរស៊ូចិញ្ចឹមឆ្កែមួយក្បាលវិញល្អជាងស្គមរីងរៃហើយមិនគួរឲ្យស្រឡាញ់សោះឆ្កែគេនៅចេះចាប់ដៃចេះរត់ជុំវិញខ្លួនចុះពួកឯងចេះធ្វើអីយ៉ាងម៉េចនិយាយស្អីគេនឹងគ្រាន់តែបាល់ពណ៌សោះខ្ញុំប្រាប់ឯងចុះបងធំរបស់ខ្ញុំគឺខ្លាំងបំផុតនៅលើលោកនេះគ្រាន់តែអាបាល់នេះគាត់ទាត់តែពីជើងឯងដួលផ្ងាជើងហើយមែនទេបងធំឲ្យអញទៅចេះលេងអានឹងពីណាឯងចេះលេងអានឹងដែរបានបើមែនទេចង់សាក់មែនទេបានអញ្ចឹងជួយវាយពួកវាឲ្យឈ្នះមកទៅហើយវីភ្លាមអញ្ចឹងមិនឲ្យមុខសោះត្រៀមរួចរាល់នៅចាប់ផ្ដើមហើយណាបាទបងពោះរបស់ខ្ញុំដូចជាមានបញ្ហាហើយ
មានរឿងអីឈឺពោះខ្ញុំនៅមិនទាន់មានខោពាក់ផងដល់ពេលគេគិតទៅប្រករឿងទុកបន្តិចសិនទៅកុំឲ្យលេចចេញមកចូលមកមកថ្ពណ៌ស្ដាំហាស់ថ្ពណ៌ស្ដាំជាយវងយើងលាក់លុយអញកន្លះខែទៅតែអស់មកចាំបន្តិចសិនចាំបន្តិចចាំវីទៀតនឹកស្មានមិនដល់ថាឯងយកមុខទៅទទួលបាសោះរៀបចំរួចហើយខ្ញុំជាអ្នកសុទ្ធបើវិញខ្ញុំនឹងឲ្យពួកឯងដឹងថាតើអ្វីទៅជាការសុទ្ធបើពិតប្រាកដអូយហាបានហើយទៅតាមខ្ញុំយកឲ្យខ្ញុំមួយដែរមកអ្នកនាងនេះជាក្មេងដែលឆេវវងនាំមកណែអូយចេញទៅខ្ញុំមិនចង់ញ៉ាំទេខ្ញុំស៊ីបាយមិនស៊ីលាមកទេឯងមិនចេះធ្វើរឿងត្រឹមត្រូវសោះចង្កេះឯងធំជើងក៏ធំគូតក៏ធំខ្ញុំនឹងយកមុខឯងហេខ្ញុំអ្នកនាងនេះជាសត្វចិញ្ចឹមទី4ហើយដែលអ្នកនាងរើសបានក្នុងរយៈពេលកន្លះឆ្នាំនេះខ្ញុំឃើញថាគេគួរឲ្យចាប់អារម្មណ៍ដល់មានមួយទៀតក៏មិនអីដែរសត្វស្អីគេមានន័យថាម៉េចខ្ញុំជាមនុស្សខ្ញុំមិនមែនជាឆ្កែទេអូមែនហើយឯងឈ្មោះអីឲ្យឈ្មោះថា4567ចុះខ្ញុំមិនយកខ្ញុំមានឈ្មោះរបស់ខ្ញុំ4567លឿនឡើងដូរខោអាវធ្វើអីទៅហែទឹកមែនទេអូមកហើយបងប្អូនបោកពួកយើងឲ្យទៅភូមិភាគសានលទ្ធផលទៅដល់3ថ្ងៃ3យប់សូម្បីតែស្រមោលក៏មិនឃើញផងខ្ញុំដឹងថាគេមិនអាចទុកចិត្តបានទេគេបោកឯងដល់ថ្នាក់នឹងហើយឯងមិនគួរជឿគេតតែសោះមិនមែនទេខេញ៉ែនពួកយើងដាច់ខាតត្រូវតែរកគេឲ្យឃើញមែនទេមិនបានទេខ្ញុំនឹងនាំឯងទៅលេងកន្លែងទឹកកកធំនោះខ្ញុំនឹងបោកឯងឲ្យចាស់ដែរម្ដងមិនបានទេខាងគ្រួសារខ្ញុំកំពុងតែបង្ខំខ្លាំងណាស់បើខែក្រោយខ្ញុំនៅតែមិនទាន់រៀបការគាត់នឹងយកសិទ្ធិគ្រប់គ្រងក្រុមហ៊ុនស៊ឺប្រគល់ទៅឲ្យពូទី2របស់ខ្ញុំហើយស៊ឺជីអែនត្រូវតែរៀបការ
រ៉ាវហ៊ីវឯងនឹងបងស្រីគេគាត់តាមពិតកាលពី3ឆ្នាំមុនអ្នកទាំងពីរតាក់ទងគ្នាដោយសារតែ Alice នោះឯងចង់និយាយថាកាលនោះអ្នកទាំងពីរគ្រាន់តែឆ្លោះគ្នាពីរឿងតូចតាចសោះវាមិនដល់ថ្នាក់ត្រូវកាត់កាល់គ្នារហូតដល់ចាស់ស្លាប់ឯណាប៉ុន្តែពួកយើងមិនបានតាក់ទងគ្នាយូរណាស់មកហើយបើមិនតាក់ទងគ្នាចាប់ផ្ដើមតាក់ទងគ្នាឡើងវិញទៅប៉ុន្មានឆ្នាំមកនេះខ្ញុំគិតថាក្នុងចិត្តគេច្បាស់ជានៅនឹកឯងឈប់និយាយទៅខ្ញុំគិតថារវាងពួកយើងគឺមិនអាចទេមានពាក្យថាមិនអាចឯណាទៅខ្ញុំមើលទៅអ្នកទាំងពីរសំគ្នាសឹងអីគេទាំងខ្ពស់សង្ហាហើយមានលុយទៀតថែមទាំងស្មោះត្រង់ចំពោះឯងតែម្នាក់ទៀតផងឯងកុំទុកឲ្យយូរពេកហេតុអីឡើយឯងចេះនិយាយជួយគេម្លេះកាលដែលពួកយើងបែកគ្នាដំបូងឯងជាអ្នកប្រាប់ខ្ញុំកុំឲ្យទៅចេះតែតាមគេជាប់ចុះឥឡូវមិនវិញខ្ញុំគ្រាន់តែឃើញឯងនៅលីវយូពេកតើឯងប្រកាសជាមានគេនៅក្នុងចិត្តដែរមែនទេភូមិភាគសានដ៏អស្ចារ្យឯងថាភូមិភាគសានដែលឈឺវិយទៅនោះក្រែងលោជាខេត្តទាំង4នៅទីបូព្រីទេដឹងខេត្តទាំង4នៅទីបូព្រីស្អីគេទីក្រុងហេឈិងតើខ្ញុំអត់មានរំទេអត់ទេខ្ញុំអត់ឃើញអីទាំងអស់និយាយទៅយើងទាំងពីររៀបស្មើដូចគ្នាមានអីត្រូវមើលទៅសុទ្ធតែជាបងប្អូននឹងគ្នាតើអា4567កូនសម្លាញ់ម៉ូតសក់ឯងស្អាតណាស់ឲ្យរង្វាន់ចុះនេះទើបហៅថាជីវិតទោះយ៉ាងណាក៏ជាជីវិត4567ឯងមកនេះយើងមកប្រកួតទប់ដង្ហើមអ្នកណាចាញ់ធ្វើឆ្កែមើលទឹកមុខឯងខ្ញុំដឹងថាឯងមិនទាន់បានប្រកួតទេមានអីត្រូវប្រកួតទៀតខ្ញុំមិនលេងទេខ្ញុំកំពុងតែធ្វើឆ្កែស្រាប់ទៅហើយខ្ញុំមិនប្រកួតទៀតទេប្រកួតចប់ហើយអញ្ចឹងខ្ញុំរាប់3 2 1យើងចាប់ផ្ដើមណា3 2 1ខ្ញុំចាញ់ហើយខ្ញុំចាញ់ហើយនេះប្រអប់អ្នកណាគេអាគឺយូជាឯងជាមនុស្សព្រាននារីធ្វើជាមនុស្សស្រីពិតជាមានក្តីសុខណាស់4567មានការអីមកតាមខ្ញុំទៅណាប្រកាសជាយកឯងទៅបន្ទប់ហើយអ្នកនាងកំពុងរងចាំឯងនៅទីនោះរងចាំខ្ញុំនៅក្នុងបន្ទប់ហោះឬមួយក៏ហាស់មកហើយអ្នកនាងដេកជាមួយគ្នាមិនសមទេដឹងសំតើខ្ញុំដេកជាមួយម្ចាស់គឺស័ក្តិសមបំផុតហើយពិតមកទៅខ្ញុំនៅមិនទាន់បានបោកខោអាវដេកនៅឡើយទេ
មិនមែនទេនេះជាផ្ទះឆ្កែតើឲ្យខ្ញុំដេកជាមួយឆ្កែមែនទេឆាប់ក្រោកឡើង ហៅខ្ញុំមែនទេលឿនឡើង បងប្អូនខ្ញុំកំពុងរង់ចាំខ្ញុំនៅបារយូរហើយបន្តិចទៀតឯងពាក់អាវដេករបស់ខ្ញុំហើយដេកលើគ្រែខ្ញុំទៅកុំឲ្យជនសង្ស័យដឹងឲ្យសោះបើមិនអញ្ចឹងនាងដឹងរឿងច្បាស់ជាវីវោមិនខាន មៀតខ្ញុំប៉ុណ្ណេះឲ្យបន្លំជាអ្នកនាងមិននឹងសំទៅ ខ្ញុំទៅលេងមួយផ្លែតនឹងត្រឡប់មកវិញឯងលាក់ខ្លួនឲ្យស្រួលបួលណាកុំឲ្យប៉ារបស់ខ្ញុំចាប់បានឲ្យសោះបើមិនអញ្ចឹងខ្ញុំត្រឡប់មកវិញនឹងវាយឯងឲ្យស្លាប់អ្នកនាងថ្ងៃនេះចូលគេងលឿនម្លេះហឹមអ្នកនាងអា4567នឹងវាមើលទៅមិនគួរឲ្យទុកចិត្តសោះមើលទៅដឹងថាមិនមែនជាមនុស្សល្អទេបើមិនអញ្ចឹងទេថ្ងៃស្អែកខ្ញុំចាត់ការវាចោលតែម្ដងទៅអ្នកនាងថ្ងៃនេះមិនលួចចេញទៅលេងខាងក្រៅសោះមើលទៅលោកលីឲ្យខ្ញុំនៅទីនេះមើលការខុសត្រូវពិតជាមានប្រសិទ្ធភាពមែនអ្នកនាងជាកូនស្រីតូក្នុងគ្រួសារលីត្រូវចេះតាំងចិត្តខ្លះមិនមែនជួយរំលែកទុក្ខលោកលីទេអ្នកនាងកូនសម្លាញ់កុំខឹងអីអញ្ចឹងឯងក៏មកបញ្ចុកត្រីទៅអ្នកនាងកើតអីតើមានអារម្មណ៍មិនស្រួលខ្លួនត្រង់ណាអ្នកនាងផ្ដាសាយហើយមែនទេកូនសម្លាញ់ខ្លួនអ្នកនាងបែកញើសច្រើនណាស់ខ្ញុំជូតឲ្យណាកុំបើកអីខ្ញុំរងាណាស់ឯងឆាប់ត្រឡប់ទៅវិញទៅធ្វើអញ្ចឹងមិននឹងបានពីមុនពេលអ្នកនាងឈឺតែងតែឲ្យខ្ញុំអោបទើបគេងលក់ឲ្យខ្ញុំនៅកំដរអ្នកនាងចុះមកហើយលូកលាន់ខ្ញុំហើយអ្នកនាងមិនក៏ថ្មីនេះចង្កេះអ្នកនាងធំម្លេះញ៉ាំច្រើនពេកជើងលយណាស់រអិលស្រួលណាស់អ្នកនាងមិនក៏មានរោមចាក់ខ្ញុំអញ្ចឹងអ្នកនាងចាំសិនខ្ញុំទៅយករបស់ឲ្យគាត់ចង់ធ្វើអីនឹងអ្នកនាងត្រូវតែថែរក្សាសម្រស់ខ្លះមើលចុះឥឡូវលេងស្អាតហើយឯងមិនបាច់ទេខ្ញុំមិនត្រូវការទេនៅមានអីត្រូវអៀនទៀតរួចរាល់ហើយអ្នកនាងអញ្ចឹងអ្នកនាងសម្រាកបានល្អទៅមានការចាំហៅខ្ញុំណារោមជើងរបស់ខ្ញុំសុំទោសពួកឯងហើយអាឡូកូនសម្លាញ់ឯងនៅណាឯងឆាប់ត្រឡប់មកវិញភ្លាមមកអូព្រះអើយម្ចាស់កត្រីឲ្យអ្នកនាងត្រឡប់មកវិញហើយតោះឆាប់ទៅផឹកស្រាដល់ថ្នាក់នឹងផង4567ស្ងាត់ឆាប់ទៅពិតជាម្ចាស់ស្ត្រីមែនផាំងជី
អ្នកនាងឆាប់ដេកទៅណា ខ្ញុំទៅហើយខ្ញុំស្រេកទឹក ខ្ញុំទៅយកទឹកអើកុំរករឿង មិនបានទេហាខ្ញុំបោកឯងទេភូមិភាគសានជាស្រុកកំណើតរបស់ខ្ញុំអា 4567អាមនុស្សឈួតហេតុអីឯងមកដេកលើគ្រែយើង ហេតុអីទៅចាំមើលរឿងខ្ញុំសិន អ្នកនាងភ្លេចខ្ញុំអស់ហើយឬម្សិលមិញពួកយើងប្រហែលជាមិនបានធ្វើអីនឹងទេដឹង ស្អីគេនឹងអ្នកនាងមួយយប់ទល់ភ្លឺលោតចុះលោតឡើងអាក្រក់មើលជាងជ្រូកទៅទៀតចេញឲ្យឆ្ងាយទៅ លោកលីបាទខ្ញុំនឹងមើលថែអ្នកនាងឲ្យបានល្អនឹងមិនមានលើកក្រោយទៀតទេរឿងដែលអ្នកនាងលួចចេញទៅផឹកស្រាំសើមិញលោកលីបានដឹងបាត់ទៅហើយមកពីឯងទាំងអស់4567ឯងទៅឈោបឯកជញ្ជាំងឲ្យត្រង់ខ្លួនឈោបែរមុខចូលជញ្ជាំងពិចារណាកំហុសទៅបើខ្ញុំមិនទាន់អនុញ្ញាតហាមចេញពីរង្វង់នេះ ចេញទៅអ្នកនាងពិតជាគ្មានហេតុផលសោះអ្នកណាជាអ្នកគូផែនទីនេះបងប្រុសធំធ្លាប់និយាយហើយមូលហេតុដែលលីសែនដងអាចក្លាយជាស្ដេចសមុទ្របានគឺដោយសារតែនៅផ្ទះរបស់គាត់បានរៀបចំហុងស៊ុយនៀកហោះឡើងឲ្យតែបំផ្លាញហុងស៊ុយគ្រួសារលីបានក្រុមសត្វខ្លះ White Tiger របស់យើងនឹងឡើងជំនួសកន្លែងលោកលេឈៀវទាំងអង្គុយតំណែងលេខ1នៅទីក្រុងហេឈឹងយ៉ាងរឹងមាំល្អណាស់ហ៊ានមកលេងសាច់លើក្បាលយើងផងក្លិនរបស់ឡងខ្វែងយើងគ្រូសាលីពិតជាមានពាក់ព័ន្ធនឹងអណ្ដូងនេះមែនឯងកំពុងធ្វើអីនឹង អូ ដៃនៅខាងក្រៅសុទ្ធតែជាមនុស្សរបស់គ្រួសារលីឯងរត់មិនរួចទេរួចតើប្រាប់ហើយថាឯងរត់មិនរួចទេឯងនៅហ៊ានរត់ទៀតមែនទេ អា មិនក៏មានមនុស្សមកទៀតហើយ ឯងកើតឆ្នាំឆ្កែហោមានមនុស្សមកហើយ នេះជាឆ្កែពូជរបស់យើង មិនក៏ខំមនុស្សដាច់ប៊ិចអស់អញ្ចឹងបើមិនបដូរត្រកូលទេយូឈៀវយូនឹងមកសងសឹកខ្ញុំមិនខានមនុស្សគ្រប់ច្រកល្ហកសុទ្ធតែសម្លឹងមើលខ្ញុំចាំមើលឯងរត់ទៅណាបងធំបើយើងចុះចាញ់ទៅល្អទេអ្នកណាជាបងធំឯងខ្ញុំជាបងធំឯងខ្ញុំនឹងមកទទួលឯងបងធំយ៉ាងម៉េចទៅពួកឯងមិនជឿមែនទេវាជាមនុស្សរបស់ក្រុមសត្វខ្លះវាទៅ ចាំសិនអាឈួតនេះមិនមែនជាមនុស្សហ្មងទេកូនខ្លាឃ្មុំនាំក្រដាស់មកមែនហើយធ្វើឲ្យបាត់បិចនេះបាត់បងឆេវ៉ងឆេវ៉ងយ៉ងឲ្យឆេវ៉ងឯងណែងា
Chia Wang ơi.មនុស្សទៅណាហើយឆេវងមានយីឯងណែណាកុំហើយផ្ដេសផ្ដាសខ្ញុំនៅខាងក្រោមបងធំទម្លាក់កំហុសដាក់បងហើយបងមិនបានការពារឯងឲ្យបានល្អសោះនៅក្មេងសោះថាស្លាប់ក៏ស្លាប់បាត់ទៅហើយចាំបងដុតក្រដាសសែនឲ្យឯងឲ្យបានច្រើនឯងចង់ញ៉ាំអីញ៉ាំទៅចង់ទិញអីទិញទៅកុំឲ្យខ្លួនឯងពិបាកអីបើទៅមែនបងអូព្រះអើយឈៀវងឲ្យអ្នកណាយកឯងមកកប់នឹងមិនក៏ឯងមកនៅទីនេះខ្ញុំទ្រាំលែងបានហើយបងឆេវងខ្ញុំស្មានតែបងមិនត្រូវការខ្ញុំទៀតទេបងឆេវងបងសួរឯងដេកនៅទីនេះមួយយប់ហោះជេរខ្ញុំចោះបើមិនជេរខ្ញុំតារកខ្ញុំឃើញទេខ្ញុំយំទៀតហើយបងកុំកំ pl ែងពេកអ្នកទិញបានផ្ញើសារមកខ្ញុំហើយក ន្លះម៉ោងទៀតជួបគ្នានៅវិថីវប្បធម៌តោះបងរឿងអីម្សិលមិញខ្ញុំគ្មានជំរឿទេបើមិនអញ្ចឹងឲ្យឯងមកទីនេះធ្វើអីក្រោកឡើងអូយខាងមុខគឺផ្លូវជាសង្ការដោះដូរលើកនេះសំខាន់ណាស់ពួកយើងត្រូវតែធ្វើឲ្យបានល្អគ្រូពេទ្យប្រាប់ថាមេក្រុមសង្គ្រោះលែងបាន4ដងហើយរងចាំតែបេះដូងមួយនេះដើម្បីសង្គ្រោះជីវិតទេរឿងនេះបងប្អូនយើងសុទ្ធតែជាអ្នកជំនាញច្បាស់ជាគ្មានបញ្ហាទេកន្លែងនេះហើយបងគឺកន្លែងនេះហើយអោបស្អីគេនឹងអោបទៅលើកនេះពឹងផ្អែកលើវាដើម្បីសងសឹកហើយអស់ចាណាស់ឥឡូវនេះអោបឲ្យជាប់គុំឲ្យបាត់ប្រកបហើយមនុស្សមិនទាន់មកដល់ទៀតបន្តិចទៀតមកដល់ហើយចាំបន្តិចទៅបងស្រីបងស្រីមើលចុះតើជាមនុស្សពីរនាក់ខាងមុខនោះទេប្រាប់ប៉ុន្មានដងហើយឲ្យអាដំណឹងអាក្រក់នេះចេញឲ្យឆ្ងាយឆាប់ទៅមើលទៅយ៉ាងម៉េចហើយថ្ងៃនេះខ្ញុំមានខួបកំណើតតាមគ្រឹះមិនមកនៅខាងក្រៅក្តៅចង់ឆេះស្បែកហើយបើមិនមកខ្ញុំទៅហើយណាបន្តិចទៀតមកដល់ហើយចាំចង់មួយថ្ងៃហើយបងមើលឡានមកដល់ហើយអូព្រះអើយអញក៏ក្រអឺតក្រទុំគួរសំដែរទីខ្វៃពេកាំងក៏ចេះរើដែរព្រលឹមឡើងរៀបចំអាហារថ្ងៃត្រង់ហើយសាច់មាន់ឆាតាសួររកហាងស្រានៅទីណាអ្នកក្លាហានបត់ឆ្វេងខាងមុខទៅខាងស្ដាំញ៉ាំបាយសិនទើបផឹកស្រាមេឃគ្របដណ្ដប់ខ្លាដីឯងនេះឈួតទេដឹងកំពុងនៅជាមួយអ្នកណាបានហើយបានហើយពាក្យសម្ងាត់ត្រូវគ្នាអស់ហើយប្រកាសជាពួកវានឹងឯងមិនខុសទេបងកំពុងធ្វើអីនឹងកំពុងតែគំរាមយើងនឹងឯងមិនអីទេឯងមិនមើលទេថាបងឯងជានរណាខ្ញុំជាមនុស្សដែលគេអាចបន្លាចបានមែនទេអ្នកទាំងពីរយកព្រមហើយតោះបងខ្ញុំមិនទៅណាទេលោកលីក្មេងម្នាក់នោះបានឡើងឡានរបស់ក្រុមសឹកខ្លះ White Tiger ហើយវាពិតជាពួកចង្រៃមែនមនុស្សទេអាមួយនេះយកអីវ៉ាន់មកទេនិយាយអញ្ចឹងមិនបានជួបមនុស្សស្រីស្អាតមិននឹងអាចទៅដៃទេពួកឯងយករបស់នេះមកដាក់អីវ៉ាន់ឬចុះបើមិនអញ្ចឹងទើបតែចូលប្រឡូកឬ
នេះគេហៅថាបិទបាំងភ្នែកមនុស្សរឿងបែបនេះឯងនៅចង់ប្រកាសប្រាប់ពិភពលោកទៀតឯងយកមេក្រូមកស្រែកប្រាប់គេតែម្ដងទៅមែនហើយគេនិយាយមានហេតុផលអ្នកស្រីចូលប្រឡូកក្នុងវិស័យនេះតាំងពីពេលណាត្រូវការគ្រូទេខ្ញុំអាចណែនាំឲ្យបានឯងត្រូវតែឲ្យកិត្តិយសមកបន្តិចនេះជាបងស្រីខេឌីរបស់យើងឯងប្រញាប់ខឹងធ្វើអីមែនហើយលេងកំបិតហោះមិនអីទេយកអីវ៉ាន់ចេញមកពួកយើងមកលើកនេះក៏នាំយកភាពស្មោះត្រង់មកពេញលេញដែរទំនិញរបស់ឯងស្រស់ទេនិយាយលេងមែនទេរបស់បែបនេះមានឯណាស្រស់នោះបើមិនអញ្ចឹងទេឯងរកកន្លែងមួយទៅខ្ញុំទៅជីកយកថ្មីមនុស្សនេះពិតជាកាចសាហាវមែនសំបីតែជីកបេះដូងថ្មីក៏ហ៊ាននិយាយចេញមកដែរខ្ញុំរៀងប្រញាប់បន្តិចហើយមិនប្រញាប់ទេម្ហូបនេះអ្នកណាហ៊ានយកទៅខ្ញុំនៅមានអាក្រក់ជាងនេះទៀតដៃម្ខាងប្រគល់លុយដៃម្ខាងប្រគល់ទំនិញរបស់នេះពិសេសណាស់សូមអ្នកទាំងពីរទៅផ្ទះត្រកូលបេជាមួយខ្ញុំបន្តិចសិនពេលបញ្ជាក់ថាទំនិញគ្មានបញ្ហាហើយនឹងឲ្យគេជូនអ្នកទាំងពីរត្រឡប់មកវិញដោយផ្ទាល់មិនបាច់ត្រឡប់ក៏បានផ្ទះឯងនៅមានបន្ទប់ទំនេរទេបងស្រីខេឌីមកវិញហើយយករបស់មកទេមេធំចិត្តមិនរស់ហើយយកមកហើយឆាប់នាំខ្ញុំចូលទៅមិនមែនគាត់ជាអ្នកត្រូវការទេវាធ្ងន់ណាស់ឆាប់ចូលទៅឲ្យលឿនមានការអីឲ្យបងទៅរងចាំនៅសាលារៀនសិនទៅបងអស់ចាណាស់ការដោះដូរសុទ្ធតែប្រើលុយដុល្លារពិតជាលុយមែនយ៉ងឲ្យប្រាប់បងតាមត្រង់មកការងារលើកនេះគួរឲ្យទុកចិត្តទេបើមិនអញ្ចឹងមិនគេឲ្យលុយច្រើនម្លេះជារបស់ពិសេសពិតប្រាកដមែនអញពូកែណាស់យ៉ងឲ្យឥឡូវនេះយកបេះដូងមកដល់ហើយនៅឈោភ្លឹកធ្វើអីទៀតឆាប់វះកាត់ទៅនេះស្អីគេនឹងបងធំបងធំដឹងខ្លួនឡើងបងធំកុំចោលខ្ញុំបងធំមិនអញ្ចឹងបងស្រីខេឌីអ្នកទិញយំអស់ហើយប្រាកដណាស់អូយមានន័យថាម៉េចមកដល់ទីនេះជូជាវងអានេះហើយជារបស់ពិសេសដែលឯងប្រាប់អញនឹងមែនហើយមើលទៅនេះមិនមែនជារបស់ពិសេសទេនេះឯងមិនចូលចិត្តរបស់បែបនេះទេរបស់ពិសេសបេះដូងនៅឯណាបេះដូងស្អីគេពួកវាទាំងពីរបោកយើងហើយមេក្រុមត្រូវពួកវាសម្លាប់ហើយឲ្យគេចង់ពួកវាទុករៀបចំបុណ្យសពពួកវាទៅជូជាវងបើជឿឯងម្ដងទៀតខ្ញុំជីឆ្កែធ្វើយ៉ាងម៉េចទៅបងកុំភ័យទប់ទល់នឹងពួកវាខ្ញុំត្រូវការប្រើដៃតែម្ខាងប៉ុណ្ណោះគេទីខ្ញុំសុំណែនាំឯងចុះកុំធ្វើអ្វីដោយកំហឹងខ្ញុំមិនចង់សម្លាប់មនុស្សច្រឡំទេចាំសិនធ្វើអីនឹងចាំសិនអាវុធធ្វើឲ្យមនុស្សស្មើភាពគ្នាគុំស្មានថាមុខមានស្លាកស្នាមហើយកាន់កាំភ្លើងអីនឹងយើងខ្លាចឲ្យសោះប្រាប់ហើយថាបងធំខ្ញុំមិនមែនធម្មតាទេមែនទេបងធំវាទៅទិញតាមអាឡូលោកលីពួកវាដូចជាឆ្លោះគ្នាហើយក្មេងនោះមនុស្សរបស់ក្រុមសត្វខ្លះ White Tiger ដេញតាមទៅហើយយើងត្រូវតែតាមទៅខ្ញុំទើបតែទទួលតាមផ្លូវប៉ុន្មានខ្សែមកចុះអាមនុស្សចង្រៃឲ្យស្លាប់ទៅក្មេងម្នាក់នេះមានសក្តានុពលណាស់
ខ្ញុំត្រូវតែការពារសុវត្ថិភាពគេឲ្យបានបាទឡានខាងក្រោយនោះចេះតែមើលមកយើងរហូតពីរនាក់នោះប្រហែលជាមនុស្សរបស់គ្រួសារលីទេដឹង អាឡូខ្ញុំទុកពេលឲ្យឯង5នាទីសើប្រវត្តិ A1 នឹងឲ្យច្បាស់ មិនបាច់ដល់5នាទីទេយួរឆេងឲ្យខ្ញុំចាំមុខវាច្បាស់ណាស់គឺជាមនុស្សរបស់លេងឆេវទាំងម្សិលមិញដោយសារតែវានឹងហើយទើបខ្ញុំលួចខ្សែកមិនបានស៊ូឈីអ៊ីវ៉ងមែនហើយគឺស៊ូឈីអ៊ីវ៉ង ល្អណាស់អាឈឺឈៀវវងទៅចាប់វាឲ្យខ្ញុំទោះរស់ឬស្លាប់ក៏ដោយ ស្កេនកូដឲ្យខ្ញុំឯងរកអ្នកណាឯងមិនខ្ជិលទេមែនទេយី ឯងរត់ទៅណា ចង់ងាប់មែនទេហាឡានឯងបាត់ហើយឡានស្អីនេះហៅថាឡានឬគ្មានចំណេះដឹងសោះហ៊ានចេញមកទេចង់ធ្វើអីចេញមកភ្លាមមកកង់របស់ឯងបាត់ហើយឈៀវវងទៅងូតទឹកទៅខ្ញុំមិនចេះទេបង មិនចេះទេមើលគេចុះ ជំងឺចាស់រើឡើងទៀតហើយក ុំប្រញាប់ពេក បងខ្ញុំប្រាប់ហើយថាពួកយើងនៅមានពេលច្រើនទៀតលោកដៃមកអ្នកណាគេអ្នកណាហ៊ានលួចខ្ញុំមិនមែនជាឆ្កែទេចុះមកលោកលីគេចាប់បានមនុស្សហើយ អ្នកឯងចង់ធ្វើអី អូ បងធំមនុស្សម្នាក់នោះស្ដាប់ខ្ញុំពន្យល់សិន ខ្ញុំពិតជាត្រូវបានគេទម្លាក់កំហុសមែនខ្ញុំរងអយុត្តិធម៌ណាស់ បងធំខ្ញុំអយុត្តិធម៌ណាស់នៅហេជិងហ៊ានតូជាមួយលីឈៀវទាំងមិនទាន់មានអ្នកណាហ៊ានទេគ្រូសាលីខ្ញុំនៅហេជិង30ឆ្នាំមកហើយទាំងផ្លូវងឹតនិងផ្លូវភ្លឺតើអ្នកណាដែលមិនទុកមុខឲ្យខ្ញុំនោះពួកក្រុម White Tiger មិនស្គាល់ស្លាប់រស់ទាំងនោះហ៊ានប៉ះពាល់កូនសម្លាញ់របស់ខ្ញុំផងអ្នកដែលធ្វើឲ្យលីឆេនដងខ្ញុំខឹងគឺមានតែមួយពាក្យគត់ស្លាប់ចប់ហើយនេះចង់ធ្វើបាបខ្ញុំឲ្យស្លាប់ហើយហាពីថ្ងៃនេះឯងធ្វើបានល្អណាស់ ក្មេងនេះសាំងស្នាដៃធំហើយហានឹកស្មានមិនដល់ទេដឹងឯងនៅក្មេងសោះតែហ៊ានចូលក្នុងជំរំស្រូវចូលទៅក្នុងក្រុម White Tiger ចេញដៃភ្លាមសម្រាប់អម្នាក់ត្រកូលបេនោះបាត់ហាកំឡោះដែលមានភាពក្លាហានបែបនេះមានមិនច្រើនទេហាបង មើលមនុស្សពិតជាត្រូវមែន ហាកំឡោះរកឃើញទេធ្វើសកម្មភាពបានទាន់ពេលវេលាល្អណាស់ឲ្យសាច់ជៀមឯងញ៉ាំថ្ងៃក្រោយឯងមកតាមខ្ញុំទៅខ្ញុំនឹងជួយឲ្យឯងចំណេញពេលរាប់សិបឆ្នាំយ៉ាងម៉េចដែរហាបងតាមខ្ញុំទៅខ្ញុំចូលចិត្តតែការលំបាកទេ ពិតជាមិនចូលចិត្តដើរផ្លូវកាត់ទេមិនបានទេ ថ្ងៃនេះយើងត្រូវតែទទួលយកឯងឲ្យបាន ខ្ញុំមានអីទៅបងកុំលេងកាំភ្លើងអីបងអើយបងទៅណាហើយបងអើយបងធ្លាប់ឃើញកំឡោះម្នាក់នេះទេ កម្ពស់ប្រហែល1.90 ម៉ែត្រមុខមាត់ដូច Leonardo DiCaprio អញ្ចឹងមិនធ្លាប់ឃើញទេមិនធ្លាប់ឃើញទេ បងមិនធ្លាប់ឃើញទេបងអើយតើបងទៅណាទៅពេលបុណ្យទានខ្ញុំនឹងដុតក្រដាសសែនឲ្យបងឲ្យច្រើនបងអើយជួយមើលបន្តិចមកលោកតាធ្លាប់ឃើញសង្ហាម្នាក់នេះទេមិនធ្លាប់ឃើញទេនៅជិតនេះគ្មានមនុស្សសង្ហាបែបនេះទេគ្មានទេកើតអីនឹងបងប្អូនប្រុសឯងដើរចេញសិនទៅមនុស្សម្នាក់នេះកើតអីឯងស្គាល់ខ្ញុំទេបើស្គាល់មិនល្អទេកុំប្រញាប់ ចង់ធ្វើអី ឥឡូវនេះនៅទីក្រុងមែងហ៊ីវ
គេកំពុងដាក់រង្វាន់8លានដើម្បីចាប់វា Chú chi ơi Wang បងប្អូនពួកយើងសហការគ្នាទៅល្អទេ ចាប់បានហើយរង្វាន់យើងចែកគ្នាពាក់កណ្ដាលម្នាក់បងប្អូនឯងឈ្មោះអី ទៅចិត្តនេះតើ កុំទាន់ទៅបងប្អូនពួកយើងពិភាក្សាគ្នាសិន ហាឡូក្បាលឯងអីមិនចេះខ្មាស់គេទេ លឿនឡើងមិនទាន់ទេគេទៅណាហើយ ទៅដល់ឯងនឹងដឹងហើយធានាថាកន្លែងល្អ ឯងប្រកាសទេថាឈឺវិជាពិតជានៅឈឺវិជានៅហើយចឹងឬអត់ខ្ញុំមិនដឹងទេ តែមានមនុស្សម្នាក់ដែលឯងពិតជាត្រូវតែជួប គឺវិជាបងប្អូនឯងពិតជានៅហើយចឹងមែន បងស្រីមើលមនុស្សខុសហើយតើអ្នកណាជាបងប្អូននឹងគាត់ទៅ 4567ឯងស្គាល់គាត់ទេ គឺវិជាបោកប្រាស់ ជី ខ្ញុំប្រាប់ហើយថាមិនបានទេទោះបីជាអ្នកទាំងពីរមានរូបសម្រស់ស្អាតបន្តិចមែនតែខ្ញុំមានម្ចាស់ចិត្តរួចហើយហា មានរឿងអីគឺវិជាឯងយ៉ាងម៉េចនឹងគឺវិជាឯងមានន័យថាម៉េចមិនមែនឯងប្រាប់ថាទៅភូមិភាគសានទេខ្ញុំកំពុងតែលេងហ្គេមអ្នកទាំងពីរកុំរំខានខ្ញុំដឹងហើយឯងស្មានតែខ្ញុំខ្វាក់ឬមនុស្សស្រីនោះជាអ្នកណា គឺខ្ញុំភ្លេចខ្លួនពេលជួបឯងអ្នកទាំងពីរឆាប់ទៅ ខ្ញុំទៅហើយមិនបាច់ជូនទេ មកមិនអាចទេដាច់ខាតគឺមិនអាចទេកុំយល់សប្តិអីថ្ងៃក្រោយកុំធ្វើរឿងល្ងងបែបនេះទៀតទៅមានរឿងអីក្មេងស្រីឈួតប្រុស2នាក់សុំវាចាត់មានបញ្ហាហើយខ្ញុំប្រាប់ថាមិនអោយនៅតែចង់បានទៀតដឹងទេមិនដឹងទេថានេះជាទម្លាប់អាក្រក់ពេលណាទើបកែបានឃើញមនុស្សសង្ហាទ្រាំមិនបានទេ ធម្មតាតែប៉ុណ្ណឹង អូយឯងគួរតែប្រាប់ពីដំបូងថាកន្លែងល្អបែបនេះ ខ្ញុំកំដរែងមកយូរហើយយ៉ាងម៉េចខ្ញុំមិនបានบอกឯងទេនេះគឺជាក្រុមហ៊ុនតារាបង្ហាញម៉ូដធំបំផុតនៅលើពិភពលោកជាអាជីវកម្មរបស់គ្រួសារមិត្តភ័ក្តិខ្ញុំផ្ទាល់ថ្ងៃនេះគេទើបតែត្រឡប់មកពីក្រៅប្រទេស អូព្រះអើយអូយទ្រាំលេងបានហើយ បងយ៉ាន់វ៉ៃយោព្រមនឹងអូនទៅណាអូនយោសពតែចង់ឈរនៅលើឆាកណាស់ អូនសម្លាញ់គុំរករឿងអីបើប៉ាអូនដឹងថាបងនាំអូនចូលក្នុងសង្គមតារាបង្ហាញម៉ូដគាត់ច្បាស់ជាហែកបងជាជំរាបមិនខាន អូនមិនព្រមទេអូនចង់ធ្វើជាតារាបង្ហាញម៉ូដបងយ៉ាន់វ៉ៃល្អបំផុតហើយយោព្រមនឹងអូនទៅណា ក្មេងម្នាក់នេះជាអ្នកណា ឬថាថ្ងៃនេះមានប្រធានក្រុមហ៊ុនមកពីក្រៅប្រទេស មើលទៅដូចជាគាត់នេះឯងអូយមើលស្ទីលលោកនេះចុះមើលយេប្រកាសជាគាត់ហើយ លោកគឺមើលយេមែនទេផឹកទឹកសិនលោក ជេហាំយេអញ្ចឹងក៏បានល្អណាស់ពួកឯងពិតជាយល់ការងារមែនលោកអ្នកគ្រប់គ្រងនៅឯអង្គដណាទៀតប្រធានក្រុមហ៊ុនមកដល់ហើយប្រញាប់ចាប់ផ្ដើមដើរម៉ូដទៅលឿនឡើងបាទចាប់ផ្ដើមហើយអ្នកទាំងពីរធ្វើអីនឹងមានអារម្មណ៍យ៉ាងម៉េចលឿនឡើងដល់វេនអ្នកទាំងពីរដើរម៉ូដហើយ យើងទាំងពីរមិនមែនមកត្អូញត្អែទេ នេះតូចពេកហើយភ្លៀងហើយនេះមើលថាតើល្អទេនៅមិនទាន់ត្រង់ខ្លួនល្អទេឆ្លងកាត់ អញ្ចឹងមិនទៅខ្មៅអញ្ចឹងមានអ្នកណាដែលស្អាតដាច់គេទេល្អ ត្រង់ខ្លួនល្អលោកដឹងទេនេះមិនទាន់កែទេ ឈីជានតើកំពុងធ្វើរឿងស្អីហ្នឹង ហេតុអីលោកមកនៅទីនេះតារាបង្ហាញម៉ូដរូបនេះសូមប្រយ័ត្នបន្តិចលោកស្លាប់ហើយខ្ញុំបានប្រាប់ហើយថាខ្ញុំកំពុងជាប់រវល់ការងារសំខាន់ហេតុអីនៅតែមករំខានខ្ញុំទៀត
នៅប្រើវិធីបែបនេះដើម្បីមកក្បែរខ្ញុំទៀតប្រញាប់ពេកហើយពួកគេជាអ្នកណាមិនក៏អាចនិយាយជាមួយប្រធានក្រុមហ៊ុនយើងបែបនេះឆាប់សុំទោសភ្លាមសុំទោសខេងញ៉ាន ខេងញៀនល្អណាស់ឯងអញ្ចឹងឯងបោកខ្ញុំថានៅហេឆេងមានមនុស្សដែលខ្ញុំត្រូវជួបមិនមែនជាវិជទេប៉ុន្តែគឺជាជេយ៉ានឡៃមិនមែនទេខេងញៀនជេយ៉ានឡៃត្រឡប់មកលើកនេះគឺដើម្បីសុំត្រូវរយគ្នាជាមួយឯងវិញទេបងយ៉ានឡៃបងស្គាល់នាងទេនាងជាអ្នកណា នាងជាមិត្តស្រីរបស់ខ្ញុំកាលពី3ឆ្នាំមុនកាលនោះខ្ញុំចេញទៅរៀនបន្តនៅក្រៅប្រទេស ដូច្នេះក៏បែកគ្នាទៅ ឈិនញៀនអ្វីដែលបងធ្វើគឺដើម្បីអនាគតរបស់យើងទាំងពីរទេឥឡូវបងត្រឡប់មកវិញហើយ យឺតពេលហើយខ្ញុំមានមិត្តប្រុសរួចហើយក ុំមកចិត្ត ឯងកំពុងធ្វើអីក្រោកឡើងគេជាមិត្តប្រុសរបស់ឯងជាមិត្តប្រុសតាមកិច្ចសន្យាបណ្ដោះអាសន្នទេ ខេងញៀនកុំខឹងអីគេគ្រាន់តែជាមនុស្សគ្មានបានការម្នាក់ប៉ុណ្ណោះគេមិនអាចឲ្យអ្វីទៅអូនបានទេតែអូនចូលចិត្តគេ នាងមិនអាចចូលចិត្តគេទេ4567គឺជាមនុស្សរបស់ខ្ញុំនាងជាអ្នកណាមានពាក់ព័ន្ធអីនឹងនាងខ្ញុំធ្លាប់រស់នៅជាមួយគេហើយនាងគិតថាខ្ញុំជាអ្នកណា បានហើយ ជឿវិជ្ជាហ៊ានចូលទៅក្នុងផ្ទះមនុស្សស្រីផ្សេងតាមចិត្តឬនាងហ៊ានវាយមនុស្សរបស់ខ្ញុំឬនាងនៅតែមានភាពស្មុគស្មាញជាមួយអតីតមិត្តប្រុសរបស់នាងទេនាងនៅហ៊ាននិយាយដើមអ្នកអតីតទៀត នាងមិនចាំបាច់ទេមិនចាំបាច់បន្តសរសេរទៀតទេ កុំ បងស្រីបោបោការពីគាត់ ឲ្យខ្ញុំសម្លាប់នាងចោលលេងអូយនាងកុំទាញខ្ញុំលេងពួកយើងវាយនាងសួស្ដីមើលជេពួកយើងជាមិត្តល្អរបស់បាបោខ្ញុំឈ្មោះខៀលធ្លាប់ពើថាលោកពូកែតាំងពីក្មេងយូរមកហើយយប់នេះទំនេរទៅផឹកជាមួយគ្នាទេខ្ញុំឈ្មោះឆៃអូពួកយើងទាំងពីរមានចំណងចំណូលចិត្តលើវិស័យបង្ហាញមុតណាស់សូមជួយណែនាំផងពួកយើងយល់ដឹងច្រើនណាស់យប់នេះនៅបាយីស អញ្ចឹងក៏បានបាយីសជួបគ្នាយប់នេះ ចាំលោកណា ល្ងងមែនលីហើយ ហេនាងកុំវាយទៀតអីបោបោកុំវាយទៀតអីបោបោកុំវាយទៀតនាងមិនត្រូវដណ្ដើមគេពីខ្ញុំទេគេជាមនុស្សរបស់ខ្ញុំនឹងគេមានទំនាក់ទំនងតាមកិច្ចសន្យាក្រដាសអក្សរខ្មៅនាងគ្មានសិទ្ធិលូកដៃទេម៉ាក់អើយយីកុំវាយទៀត ខ្លាញីទាំងពីរនេះវាយគ្នាអ្នកដែលរងគ្រោះប្រកាសជាខ្ញុំហើយប្រញាប់រត់ចេញសិនល្អជាង ខេងញៀនពួកយើងមិនចាំបាច់ទៅទល់ជាមួយក្មេងស្រីតូចនេះទេ បោមើលខ្លួនឯងទៅដូចអីទៅហើយឆាប់សុំទោសខេងញៀនទៅ បងយ៉ានវ៉ៃក្នុងចិត្តស៊ឺឈៀនគ្មានបងតតែសោះបងនៅការពារនាងទៀតត្រូវហើយជ័យយ៉ានវ៉ៃខ្ញុំនឹងលោកគ្មានពាក់ព័ន្ធអីនឹងគ្នាទៀតទេកុំមករំខានខ្ញុំទៀតទុកឱកាសឲ្យតែមិនចេះប្រើមិនមែនទេហេឆេនៀននៅឯណាកុំផឹកទៀតបានទេកុំខ្វល់ពីគេអីខេងញៀនមនុស្សប្រុសបែបហ្នឹងជួបមួយស្រឡាញ់មួយទុកចិត្តមិនបានតតែសោះជាលេល្អប៉ុណ្ណាសង្ហាមានលុយខ្ពស់3ឆ្នាំហើយនៅតែនឹកអូនមិនភ្លេចអ្នកទាំងពីរត្រូវរលគ្នាវិញល្អប៉ុណ្ណាទទួលយកចុះហ៊ានបោកខ្ញុំផងឈិនញៀនមិនក៏ស្រវឹងអញ្ចឹងមកជាមួយបងសម្រាប់នៅសន្តាគារមិនបាច់ទេ ខ្ញុំគាំទ្រអូន ឈិនញៀនអូនស្រវឹងដល់ថ្នាក់នេះហើយឲ្យបងទុកចិត្តទុកអូនចោលម្នាក់ឯងបានយ៉ាងម៉េចស្ដាប់បង្គាប់ទៅស៊ីផឹកស្គាល់ហើយ
កម្មវិធីផែនទីនេះនាំខ្ញុំមកដល់ណាហើយនេះព្រោះតែខ្ញុំមិនស្គាល់មែនទេរំលងសិនបានទេផឹកទឹកសុំទោសខ្ញុំទៅយកខោអាវឲ្យនាងនឹកស្មានមិនដល់សោះខ្ញុំសុំមើលបន្តិចសិន លើវូធី មិនក៏ឯងមកទីនេះខ្ញុំមកជួយនាងនឹងហើយអាមួយនោះខ្ញុំប្រាប់នាងចុះវាឃើញនាងស្រវឹងទើបចង់កេងចំណេញពីនាងឯងដឹងឬ ឥឡូវទៅនឹកឃើញខ្ញុំឬឯងមិនមែនជាមនុស្សរបស់លីបោបោទេ ទៅរកលីបោបោទៅអុយអ្នកនាងឲ្យខ្ញុំនៅក្បែរនាងព្រោះតែគ្រូសាលីមានតម្រុយពីឡងខ្វាញ់ចឹងខ្ញុំជាមនុស្សដែលឃើញស្រីស្អាតគឺភ្លេចការងារមែនទេ នាងលីបោបោនោះពិបាកចិត្តណាស់គឺគ្រាន់តែចង់ នាងចាត់ទុកខ្ញុំដូចជាឆ្កែរាល់ថ្ងៃសូម្បីតែសក់មួយសរសៃរបស់នាងក៏នាងមិនដល់ផងធ្វើម៉េចខ្ញុំអាចចូលចិត្តនាងបានពិតមែនឬពិតមែន ចុះថ្ងៃនេះឯងនៅហៅខ្ញុំថាមីងទៀត នោះមិនមែនជាការលេងល្ខោនទេដៃណូស័រអុយឈឺណែលឿនទៅតាមច្រកខាងក្រោយបានសំណាងល្អខេងយានមានប្រតិកម្មរហ័សបើមិនអញ្ចឹងប្រកាសជាគេចាប់បានហើយមិនមែនទេហេតុអីខ្ញុំត្រូវលាក់ខ្លួនធ្វើឲ្យខ្ញុំដូចជាស្ហាយអញ្ចឹងបងស្រីខ្ញុំពាក់អាវឲ្យនាងអូយសំលេងអីហ្នឹង មិនអីទេមានកន្លាត បងដឹងថាអូននៅតែបន្ទោសបងតែការនោះបើបងមិនចេញទៅរៀនបន្តអាជីវកម្មរបស់គ្រួសារនឹងមិនអាចប្រគល់ឲ្យបងបានទេអ្វីដែលបងធ្វើគឺដើម្បីឲ្យអូនមានជីវិតល្អប្រសើរ កុំនិយាយទៀតខ្ញុំមានមិត្តប្រុសហើយ ខេងយ៉ានគឺវិញជាគ្រាន់តែជាមនុស្សគ្មានបានការម្នាក់ប៉ុណ្ណោះមួយថ្ងៃចេះតែនិយាយលេងសើចមិនអាចពឹងពាក់បានទេគេមិនអាចផ្ដល់សុភមង្គលឲ្យអូនបានទេ ទោះគឺវិជាមិនល្អយ៉ាងណាក៏ល្អជាងលោកដែរជាយ៉ានលៀនខ្ញុំនិងលោកគឺមិនអាចទៅរួចទេ បានបងមិនបង្ខំអូនទេថ្ងៃស្អែកក្រុមហ៊ុនមានកម្មវិធីជប់លៀងនៅលើប៉ាបងបានទុកកន្លែងឲ្យអូននិងយ៉ាវយារួចហើយខេងយ៉ានទុកឱកាសឲ្យបងម្ដងទៀតបានទេ មិនចាប់អារម្មណ៍ទេឆាប់ចេញទៅ អញ្ចឹងអូនសម្រាកឲ្យបានល្អទៅបងទៅហើយមានមនុស្សខូចចិត្តម្នាក់ទៀតហើយ នេះនាងគិតថាគេស្រឡាញ់នាងត្រង់ណា បានហើយឯងនាងគិតថាថ្ងៃស្អែកប្រញាប់ត្រឡប់ទៅហ្គេងឆេងជាមួយខ្ញុំឬក៏នៅទីនេះបន្តតាមរកលីបោបោទៀតលើបបើកសំឡេងខាងក្រៅ 4567 ឯងទៅស្លាប់នៅណាហើយថ្ងៃស្អែកកម្មវិធីជប់លៀងលើកប៉ាវរបស់យាលឯងត្រូវតែទៅជាមួយខ្ញុំប្រាប់ឯងឥឡូវនេះឆាប់រមៀលមកវិញភ្លាមបើមិនអញ្ចឹងឯងស្លាប់មិនខានទេ តាមពិតខ្ញុំមានការបន្តិចមែន ខ្ញុំសុំទៅសិនឈីយិនវីគេទៅ
អាចឈួតហ៊ានបោកប្រាស់ពួកយើងថាជាប្រធានយាយផង ខ្ញុំមិនបាននិយាយអីទាំងអស់អ្នកទាំងពីរយល់ច្រឡំខ្លួនឯងសោះមកបន្ទោសខ្ញុំទៀតឬមនុស្សស្រីពិតជាប្រកបប្រជាមែនចង់ប្រែក្រឡាស់គឺប្រែក្រឡាស់ភ្លាម ចរិតអញ្ចឹងខៀលកុំខ្វល់ពីគេអីពួកយើងទៅរកលីបោបោលីបោបោនឹងជាលៃមានទំនាក់ទំនងល្អនឹងគ្នាឲ្យតែបញ្ចុះបញ្ចូលលីបោបោបាននៅខ្លាចថាមិនស្គាល់យាយយ៉ាងម៉េចទៀតឬ ទៅមើលចរិតនាងចុះ បោបោអូហូបោបោខ្សែកពណ៌ផ្កាឈូកនេះស្អាតណាស់ប្រកាសជារបស់មានតម្លៃហើយពីមុនមិនធ្លាប់ឃើញនាងពាក់សោះស្អាតណាស់ទិញនៅឯណាខ្ញុំក៏ចង់បានដែរនេះទិញមិនបានទេនេះជារបស់មានតម្លៃរបស់គ្រួសារលីខ្ញុំនាងលួចយកមកគ្រឹះធ្វើឲ្យខ្ញុំភ្ញាក់ព្រឺត លន់យួនយើងអរគុណនាងហើយ7ឆ្នាំមកថាមិនមកតែចុងក្រោយនៅតែមកបញ្ជាក់ថា7ឆ្នាំនេះក្នុងចិត្តនៅតែមានស្អីគេបោខ្ញុំសុំសួរមួយនៅស្រុកកំណើតនាងមានអណ្ដូងមួយមែនទេខ្សែករបស់នាងគឺខ្ញុំយកចេញពីក្នុងអណ្ដូងនោះនៅណាទៅ ឯងឈួតទេដឹងចង់ស្រង់មួយទៀតឬអស់ហើយ មិនមែនទេខ្ញុំមិនមែនមានន័យអញ្ចឹងទេអញ្ចឹងខ្ញុំគ្រានាងទៅចុះ ហាមើលចរិតថោកទាបរបស់គេចុះសុកចិត្តធ្វើជាឆ្កែបំរើគេនេះមិនដេចនឹងល្អដូចជេនយកទៅជេនទាំងខ្ពស់ទាំងសង្ហាថែមទាំងមានសុជីវធម៌ទៀតមើលអាគឺវិជ្ជាឯងនេះមានភាពស្មុគស្មាញជាមួយមនុស្សស្រីច្រើនម្លេះអ្វីដែល Wenland និង Lee Bao ពួកគេខ្វាក់ភ្នែកអស់ហើយឬមិនដឹងថាគេមានចំណុចល្អត្រង់ណាទេទោះយ៉ាងណាខ្ញុំកាន់តែមើលគេកាន់តែមិនចូលភ្នែកមែនទេខ្ញុំមើលទៅនាងក៏ហាក់ដូចជាយកចិត្តទុកដាក់ចំពោះខេវិជាដែរតើមានឯណាគុំនិយាយផ្ដេសផ្ដាសពិតជាស្តែងចេញមកច្បាស់អញ្ចឹងមែនទេនឹកស្មានមិនដល់សោះធ្វើអីនឹងខ្ញុំសុំស្ដាប់បន្តិចកុំមាត់ស្ដាប់បន្តិចទូចម្លេះ1 2ហើយ4567មកនេះលាបលេការពារកម្ដៅថ្ងៃឲ្យខ្ញុំឯងច្របាច់ឲ្យតិចបន្តិចទៅឯងកំពុងធ្វើអីនឹងព្រាននារីនៅដៃបន្តិចទៀតមកបានហើយ4567ខ្ញុំស្រេកទឹកហើយយកទឹកឲ្យខ្ញុំមកអញ្ចឹងខ្ញុំទៅយកទឹកឲ្យនាងយ៉ាងម៉េចដែរខ្ញុំបង្ហាត់បានល្អទេស្ដាប់បង្គាប់ទេខ្ញុំក៏ចង់បានដែរអញ្ចឹងត្រូវអស់លេប៉ុន្មានទៅតម្រង់ជួមកមានទាំងអស់គ្នាពិបាកចិត្តណាស់សុទ្ធតែជាការសម្ដែងលេងសើចទេខ្ញុំជឿណែអាព្រាននារីថតស្អីនឹងអណ្ដូងស្អីគេទៅខ្ញុំឃើញគេគ្រាន់តែគិតថាលីបោបស្អាតមានបំណងអាក្រក់មិនបានទេខ្ញុំត្រូវរកលេសដើម្បីយកខ្សែកនោះឲ្យបានហេតុអីឯងមិនចង់រស់ទេពេលក្រោយចាំខ្ញុំប្រាប់នាងឯងសម្លាប់ខ្ញុំកុំទាន់សម្លាប់ខ្ញុំអីអត់ទោសឲ្យនាងមិនអីទេធ្វើឲ្យខ្ញុំភ័យស្លាប់ហើយខ្សែកខ្ញុំនៅឯណាខ្សែកនាងពិតជាប្លែកមែន
ប្រកាសហើយនេះគឺជាខ្សែកេរដំណែលគ្រួសារខ្ញុំសងខ្ញុំវិញមក ខ្សែកនេះមិនសូវសមនឹងនាងទេហើយតាមដែលខ្ញុំគិតទៅវាឆុងធៀបទាំង5 ឯងនិយាយផ្ដេសផ្ដាស់អីឆាប់សងខ្ញុំវិញមកយីខ្សែកនេះ ប្រឡាក់លាមកហើយឯងរងចាំខ្ញុំលិតឲ្យស្អាតសិនចាំឲ្យនាងវិញបានទេ 4567 បើឯងហ៊ានលូកដៃទៀតខ្ញុំវាឯងឲ្យស្លាប់ ចិត្តល្អមិនបានផលល្អសោះអំបាញ់មិញខ្ញុំទើបតែជួយសង្គ្រោះនាងសោះ បោគេប្រកាសជាចូលចិត្តនាងហើយមិនមែនគ្រាន់តែចូលចិត្តទេគឺស្រឡាញ់យ៉ាងជ្រាលជ្រៅតែម្ដងអាល្ងងគេមិនត្រឹមតែស្ដាប់បង្គាប់នាងគ្រប់យ៉ាងទេអំបាញ់មិញដើម្បីជួយនាងស្ទើរតែលោតចូលសមុទ្រទៅហើយគេដើម្បីជួយសង្គ្រោះនាងសូម្បីតែជីវិតក៏មិនខ្វល់ដែរនេះមិនមែនស្នេហាពិតទេតើជាអ្វីទៅមែនឬប្រកាសហើយពីមុនហេតុអីខ្ញុំមិនបានឃើញថាគេយកចិត្តទុកដាក់បែបនេះសោះដោយយល់ឃើញថាឯងស្មោះត្រង់បែបនេះខ្ញុំនឹងឲ្យរង្វាន់ឯងបន្តិច រង្វាន់អ្វីទៅ ឯងមកនេះចិត្តបន្តិចមកឲ្យចិត្តជាងនេះ បន្តិចទៀតចង់ធ្វើអីឯងព្រាននារីណាស់ ចាំមើលពេលណាឯងកំដរខ្ញុំឲ្យសប្បាយចិត្តសិនខ្ញុំនឹងប្រាប់ឯងតាមក្រោយ ប្រាប់ខ្ញុំរឿងអីប្រាប់ខ្ញុំមិនមែនទេប្រាប់ខ្ញុំរឿងអីទៅ ហួសហេតុពេកហើយ នាងកាត់អីហ្នឹង ខាត់តែខ្ញុំជឿជាក់លើលោកអ្នកគ្រប់គ្រងលោកក៏បានឃើញដែរក្មេងនេះមានស្រីច្រើនណាស់មិនលោកជួយគេ ខ្ញុំចង់ថាប់បន្តិចយាកំដរខ្ញុំទៅដើរលេងលំហែកាយបន្តិចទៅ សួស្ដីខ្ញុំចាំអ្នកយាយជួយលួងលោមខេងឲ្យខ្ញុំផង ខ្យល់យាអរគុណដែលកំដរខ្ញុំចេញមកលំហែកាយមនុស្សប្រុសសុទ្ធតែចិត្តមិនបានទាំងអស់នឹងយើងទាំងពីរជាមិត្តល្អនឹងគ្នាបើខ្ញុំមិនកំដរឯងតើមានអ្នកណាទៀតទៅតោះអារម្មណ៍ល្អជាងមុនហើយអូថេញៀនមិនក៏ខ្ញុំធំក្លិនសាំងអញ្ចឹងមានរឿងអីមិនក៏ស្រាប់តែទៅមុខលេងរួចអញ្ចឹងថេញៀនធ្វើយ៉ាងម៉េចទៅពួកយើងជាប់នៅទីនេះហើយកុំភ័យខ្ញុំនឹងទៅឥឡូវនេះអាឡូយ៉ាន់ម៉ៃអូប៉ារបស់ពួកយើងស្រាប់តែទៅលេងរួចហើយមិនដឹងថាលេខប្រេងឬក៏ខូចទេខេញៀនយេ អ្នកទាំងពីរនៅឲ្យស្ងៀមសិនទៅខ្ញុំនឹងតាក់ទងហៅក្រុមសង្គ្រោះឲ្យមកឥឡូវនេះហើយបានអូ
ស៊ឺខេញៀនមនុស្សទៅណាហើយយ៉ាប់មែនលឿនពេកហើយថប់ដង្ហើមណាស់មិនបានទេតស៊ូឡើងស៊ឺខេញៀនទីបំផុតខ្ញុំរកនាងឃើញហើយ ខ្ញុំមកជួយអ្នកទាំងពីរ ចប់ហើយរមួលក្រពើហើយជើងចង្រៃឲ្យលឿនឡើង ខេញៀននាងមិនអីទេ ខេញយេ ឆាប់ឡើងមកខេញៀ ខេញៀននាងយ៉ាងម៉េចហើយមានរងរបួសត្រង់ណាទេខ្ញុំមិនអីទេការសង្គ្រោះគួរតែទុកឲ្យអ្នកជំនាញសូម្បីតែមុជទឹកក៏មិនចេះផងចុះទៅធ្វើអីចុះបើខេញៀនបើមានរឿងអីមែនខ្ញុំមិនលើកលែងឲ្យលោកទេយ៉ាងម៉េចមិនលើកលែងឲ្យខ្ញុំឬខ្ញុំប្រាប់នាងចុះកុំមកធ្វើពុតនៅទីនេះស៊ូខេញៀនធ្លាក់ទឹកយូរណាស់ហើយប្រកាច់ប្រកិនដល់ថ្នាក់នឹងឲ្យខ្ញុំនៅចាំបានឬរងចាំតតែមនុស្សស្លាប់បាត់ទៅហើយ ឆេញយេ រ៉ាវយេខ្ញុំសួរនាងបន្តិចនាងហែទឹកមិនចេះទេនៅលោតចុះទៅទៀតនាងមិនមែនកំពុងរំខានខ្ញុំទេ ស្អីគេណែឈឺវិជាលោកមានន័យថាម៉េចខ្ញុំនិយាយរឿងអ្នកអតីតធ្វើអីខ្ញុំលោតចូលទឹកដោយសារតែនាងឬក៏ដោយសារអ្នកណា ខ្ញុំឲ្យនាងលោតចូលមកឬខ្ញុំថែរក្សាខ្លួនឯងបានហើយនាងតាមខ្ញុំមកធ្វើអី ខ្ញុំមិនមានស្បែកជើងទេខ្ញុំមិនមានស្បែកជើងទេខៀវវិជាលោកមានន័យថាម៉េចខ្ញុំឃើញអ្នកទាំងពីរត្រដរក្នុងសមុទ្រខ្ញុំមិនអាចមិនបារម្ភទេឲ្យលងទឹកស្លាប់ទៅ ខេញៀនក្រុមសង្គ្រោះផ្លូវទឹកនឹងមកដល់ឆាប់នេះហើយបងបានឲ្យគេរៀបចំប្រអប់សង្គ្រោះបឋមរួចហើយ អូនកុំបារម្ភអីហា4517ឯងរវល់ណាស់តើអាហា ខេញៀនចូលទៅសម្រាកខាងក្នុងបន្តិចទៅផឹកទឹកបន្តិចទៅកុំភ័យយុវជនខ្ញុំបានរៀបចំអ្វីគ្រប់យ៉ាងរួចរាល់អស់ហើយសាលារៀនធ្វើតាមផែនការ គួរតែមែនទេពេលខ្ញុំស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិតក៏ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ដែរឬបន្ទាប់មកទៅមកលុបបំបត្តិខ្ញុំឬតាំងពីដើមដល់ចប់គឺគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន3ឆ្នាំលោកមិនបានខ្វល់សោះណែអ្នកបំរើមកនេះថ្លៃណាស់រៀបចំបន្តិចទៅ ពេលណាទៅហើយនៅគិតតែពីរឿងស៊ីទៀត មានន័យថាម៉េចផ្លែឈើនេះល្អមើលទេខ្ញុំចូលចិត្តញ៉ាំលោកដឹងទេលោកធ្វើអីទៅផ្លែឈើនេះខ្ញុំជាអ្នកយកខ្លួនឯងទេចង់ញ៉ាំខ្លួនឯងយកទៅខេញីទៅជាមួយខ្ញុំទៅនៅជាមួយគេគឺគ្មានលទ្ធផលទេ ប្រាប់ហើយថាមិនទៅត្រជាក់ថ្លង់ឬ គេប្រាប់ហើយថាមិនទៅមិនក៏ឯងនៅតែរំខានមិនឈប់អញ្ចឹងអាមនុស្សមកក្រាស់នាងខ្ញុំសួរនាងខ្ញុំគ្រាន់តែចង់សួរមិនឲ្យខ្ញុំយកអីចេញទៅក្រៅសោះចង់ទៅឡងចង់ឲ្យគេនៅក្បែរមិនក៏ប្រញាប់ម្លេះអាមនុស្សគ្មានគេខ្មាស់ខ្ញុំថប់ដង្ហើមស្លាប់ហើយអ្នកណាប្រាឲ្យខ្ញុំញ៉ាំផ្លែឈើនៅខាងក្រោមមានតើទៅយកខ្លួនឯងទៅខាងក្រោមអស់ហើយខ្ញុំយកមកញ៉ាំអស់ហើយសុំទោសផងនាងធ្វើឲ្យធំក្លិនពេញនឹងហើយទ្រាំលេងបានទេបានលៀងដៃទេខ្ញុំភ្លេចបាត់ខេញៀនអ្នកទាំងពីរបាននិយាយអីជាមួយយាលីមើលទៅទឹកមុខគេអាក្រក់ណាស់ ពិតជាកំហុសខ្ញុំមែនអំបញ្ញមិញខ្ញុំញ៉ាំទុរេនគេអស់រលីងសំខាន់គឺខ្ញុំឃ្លានពេកទ្រាំលេងបានឃ្លានណាស់ញ៉ាំមិនទាន់ឆ្អែតផងលឿនឡើងប៉ាខ្ញុំមានការសំខាន់រកឯង មិនមែនទេខ្ញុំចង់ញ៉ាំទុរេនបន្តិចទៀត ណែ
មិនអីទេទុកឲ្យគេទៅចោះទូយ៉ាងណាខេញ៉ែននាងឈឺចាប់ណាស់មែនទេនាងបណ្ដោយឲ្យគេទៅជាមួយលីបៅបៅទៅចាំខ្ញុំរកក្មេងផ្សេងមកឲ្យនាងវិញគេគ្រាន់តែគិតខូចតែកំសាកទេពួកយើងចេញមកយូរហើយគួរតែត្រឡប់ទៅផ្ទះវិញនាងត្រឡប់ទៅមុនចុះខ្ញុំនៅមានការខ្ញុំនៅជួយតាមដានគឺវិជាឲ្យនាងមិនបានទេទុកនាងនៅម្នាក់ឯងខ្ញុំកាន់តែមិនទុកចិត្តតោះនឹកស្មានមិនដល់ថាខ្ញុំត្រូវគេលេងសើចមែនខ្ញុំពិតជាមើលមនុស្សមិនខុសមែនបៅគឺជាកូនស្រីតូជាកែវភ្នែករបស់ខ្ញុំបើឯងមិនបដូរជីវិតជួយកូនខ្ញុំទេម្លេះសមមិនបាច់ដណ្ដើមគ្នាទេបានល្អស្ដាប់បង្គាប់អ្នកនាងពិតជាមិនមែនគេមានចិត្តណារុញកូនទម្លាក់ទេអូយជាងវ៉ែនឯងមិនត្រូវថារបៀបនឹងដាក់គេទេពេលនោះគេសង្ហាណាស់ពេលនោះកូនស្ទើរតែធ្លាក់ចូលទៅហើយលេហ្វក៏ស្ទុះមកទាញកូនឡើងមកវិញភ្លាមលេហ្វត្រូវហើយគេជួយសង្គ្រោះកូនបដូរឈ្មោះឲ្យគេមិនបានទេកុំអីនាងនៅតែហៅខ្ញុំថា4567ទៅវាជាលើកនេះឯងជួយបានច្រើនខ្ញុំលីសែនដងតែងតែមានរង្វាន់និងពិន័យច្បាស់លាស់ក្លឹបព្រះអង្គម្ចាស់គឺជាអាជីវកម្មដ៏សំខាន់មួយរបស់គ្រួសារលីនៅហេឆឹងចាប់ពីថ្ងៃស្អែកទៅការងារសន្តិសុខទាំងអស់ប្រគល់ឲ្យឯងគ្រប់គ្រងជាងវ៉ែនឯងនាំគេទៅមើលការងារឲ្យសាំទៅបាទក្លឹបព្រះអង្គម្ចាស់ប្រហែលមិនមែនជាកន្លែងបែបនោះទេដឹងមែនហើយជួយផ្ដល់កិត្តិយសឲ្យខ្ញុំបន្តិចបានទេក្លឹបស្អីគេនឹងម៉េចអញ្ចឹងបដូរខោអាវទៅខ្ញុំចាំឯងនៅទីនេះលោកនៅទីនេះកុំរារែកឆាប់បដូរភ្លាមទៅលោកនៅទីនេះឲ្យខ្ញុំបដូរមិនកើតធម្មតាខ្ញុំមិនសូវពាក់ខោលីអូទេ2លោកមើលខ្លួនឯងចុះខ្ញុំពិតជាមិនពាក់មែនធំម្លេះយឺតយ៉ាវណាស់ឆាប់ឡើងខ្ញុំចាំនៅខាងក្រៅប្រយ័ត្នធ្វើឲ្យលោកភ័យតើយ៉ែងវ៉ែនរៀបចំខោអាវស្អីឲ្យខ្ញុំនឹងភ្លឺចាំងភ្លេចមានស្បែកជើងកែងទៀតយ៉ែងវ៉ែនរៀបចំស្អីឲ្យខ្ញុំនឹងពាក់ទៅមើលទៅដូចសម្បកខ្យងជេងហ្វេនណែណាចូលមកជួយតម្រង់ខ្ញុំបន្តិចមកជេងវ៉ែនយីភ្ញៀវចាំយូរហើយប្រញាប់ឡើងកុំអែអង្អីចូលទៅតោះមានន័យថាម៉េចយកច្រឡំហើយខ្ញុំមិនលក់ខ្លួនទេខ្ញុំប្រាប់ហើយថាខ្ញុំពិតជាមិនលក់ខ្លួនទេមិនលក់ខ្លួនទេលក់ស្អីគេទាំងអស់នេះក៏ដើម្បីជីវភាពបងស្រីហ្គាក្មេងថ្មីទើបមកដល់នៅទីនេះទាំងអស់ហើយម្នាក់សុទ្ធតែស្អាតបាតសំខាន់គឺចរិតល្អណាស់ឈរឲ្យត្រង់ឲ្យបងស្រីមើលបន្តិចអូហូយកម្នាក់នេះចុះអ្នកទាំងពីរចេញទៅក្រៅចុះបងស្រីហ្គាមានត្រូវការអីហៅខ្ញុំណាមើលថែអ្នកស្រីឲ្យបានល្អណាស់បាទកម្លាំងខ្លាំងណាស់បាទបងពិតជាមានភ្នែកមែនមើលភ្លាមរើបានម្នាក់ដែលសង្ហាជាងគេទើបតែធ្វើការងារនេះលើកទី1ទេបាទពិតជាគ្មានជំរើសមែនខាងលើមានលោកគ្រូចាស់ជ្រាត្រូវចិញ្ចឹមខាងក្រោមមានប្អូនប្រុសល្ងងខ្លៅទាំងអស់នេះក៏ព្រោះតែជីវភាពទេពិតជាតតម្រិះមែនមើលទៅស្អាតបាតល្អតាហឹមចូលមកតាមខ្ញុំមក
នេះលោកគ្រូកូនសិស្សធ្វើបែបនេះដើម្បីសម្រេចគោលដៅធំរបស់យើងទេគ្មានជំរើសទើបត្រូវលះបង់មកហើយខ្ញុំមកហើយបងស្រីកែយីហាគេឈ្មោះបេខេជាកូនប្រុសរបស់ខ្ញុំភារកិច្ចរបស់ឯងគឺមើលថែគេឲ្យបានល្អកុំឲ្យរត់ផ្ដេសផ្ដាសនៅឲ្យស្ងៀមនៅទីនេះបន្តិចទៀតខ្ញុំមានណាត់និយាយការងារសំខាន់ជាមួយអតិថិជនបងស្រីបងហើយបរោះកំដរដើម្បីមកមើលក្មេងឬគេរៀងរពើសបន្តិចឯងមើលថែគេឲ្យបានល្អទៅកូនសម្លាញ់អ៊ុលត្រាមែនអាហាក្មេងពៀវហ៊ានធ្វើបាបអ្នកបន្តវេនពីភ្នំហ្គៃផងថ្ងៃនេះខ្ញុំនឹងឲ្យឯងឃើញថាអ៊ុលត្រាមែនពិតប្រាកដជារបៀបណាស៊ីដាអារីករាយណាស់ដែលបានជួបទីបំផុតមានកិត្តិយសបានជួបអ្នកផ្ទាល់អញ្ជើញអង្គុយលោកស្រីហ្គាគួសំពេកហើយក្មេងក្បាលរឹងកុំរត់សំឡេងនេះមិនក៏ស្ដាប់ទៅសាម្លេះខាងក្នុងគឺកូនប្រុសរបស់ខ្ញុំគេនៅក្មេងពេកខ្ញុំមិនទុកចិត្តទុកគេចោលនៅផ្ទះម្នាក់ឯងទេក៏នាំមកជាមួយតែម្ដងទៅប្រោបបរោះកំដរម្នាក់មកលេងជាមួយគេទៅបរោះកំដរប្រហែលមិនមែនជាម៉ាស៊ីនរៀនទេដឹងអគ្គនាយកសើគុំប្រកាន់អីណាមិនអីទេអគ្គនាយកសើពួកយើងនិយាយពីរឿងសហការគ្នាទៅណែគុំគប់ផ្ដេសផ្ដាស់អាល្អិតនៅគប់ទៀតហេះវ៉ាប៉ាថ្មីពូកែណាស់អាល្អិតឯងនៅហ៊ានគប់បងទៀតមែនទេអគ្គនាយកសើរឿងអភិវឌ្ឍរ៉ែនៅបរទេសនោះសូមអ្នកស្រីពិចារណាម្ដងទៀតទៅរងចាំគម្រោងរបស់អ្នកស្រីកែឯកសារនិងលក្ខខណ្ឌគ្រប់គ្រាន់អស់ហើយខ្ញុំនឹងកោះប្រជុំក្រុមប្រឹក្សាភិបាលដើម្បីពិចារណាឡើងវិញអ្នកស្រីទុកចិត្តចុះខ្ញុំនឹងឲ្យគេតាមដានភ្លាមអញ្ចឹងពួកយើងតាក់ទងគ្នាទៀតឬមួយក៏ខ្ញុំស្ដាប់ច្រឡំមែនអគ្គនាយកគេសុំរងចាំបន្តិចមិនក៏ស្ងាត់ឈឹងអញ្ចឹងធម្មតាខោឈិរពេកណាស់អាមួយនឹងមើលទៅមិនគួរឲ្យទុកចិត្តសោះកុំប្រាប់ណាថាមានរឿងអីនោះដឹងខ្លួនឡើងត្រឡប់មកវិញហើយអ្នកស្រីគេងលក់ហើយពួកយើងពីរនាក់លេងជាមួយគ្នាសប្បាយណាស់ឆាច់ឈឺទៅផ្ទះជាមួយម៉ាក់វិញអត់ទេកូនចង់បានប៉ាថ្មីឆាច់កូនល្អទៅផ្ទះជាមួយម៉ាក់ណាស្ដាប់បង្គាប់បងស្រីកែបើមិនអញ្ចឹងទេចាំខ្ញុំក្មេងជូនអ្នកទាំងពីរទៅផ្ទះចុះអុយអញ្ចឹងមិនសមទេដឹងមិនអីទេផ្ទះខ្ញុំនៅផ្ទះមានតែម្ដាយនិងកូនពួកយើងទេអាហាអញ្ចឹងជូនទៅចុះអុយអញ្ចឹងរំខានអញហើយមិនរំខានទេខ្ញុំជាស្ត្រីមេម៉ាយនេះមិនទាន់ផុតទុកផងទេដឹងនេះមិនសូវសមទេដឹងយកឈាវឆដាក់លើក្រោយទៅអូប៉ាកូនចង់ឲ្យប៉ាគេងកំដរអុយខត់សចុះពួកយើងគេងខ្លួនឯងទៅល្អទេបងធំបងទៅឲ្យបានសុខចុះខ្ញុំនឹងមើលថែបងថ្លៃស្រីឲ្យបានល្អអុយមើលក្មេងនេះចុះមិនដែលចេះនៅចិត្តអ្នកណាទេតែមើលទៅដូចជាចូលចិត្តឯងខ្លាំងណាស់យប់នេះឯងមានកម្មវិធីអីផ្សេងទៀតទេយប់នេះប្រហែលជាគ្មានការងារអីសំខាន់ទេអញ្ចឹងបើមិនអញ្ចឹងឯងស្នាក់នៅទីនេះមួយយប់សិនទៅខ្ញុំខ្លាចឆេវឈប់ភ្ញាក់ឡើងគេរករឿងទៀតស្នាក់នៅទីនេះមិនសមទេដឹងរងាស្លាប់ហើយអុយឲ្យខ្ញុំគេងឯណាពួកយើងទៅបន្ទប់ក្បែរនេះទៅទុកឆេវឈើសម្រាប់នៅទីនេះហើយបាទចាំខ្ញុំផង
ល្ងង និយាយពីអានឹងឬរបស់នេះធ្វើឲ្យប្តីខ្ញុំស្លាប់ខ្ញុំយកវាព្យួរនៅក្បាលគ្រែរាល់ថ្ងៃរំលឹកខ្លួនឯងកុំឲ្យភ្លេចសង្សឹក នេះជារបស់ពិសេសដែលឯងប្រាប់ខ្ញុំនឹង មែនហើយមើលទៅនេះមិនមែនជារបស់ពិសេសទេនេះខ្ញុំជាប្តីនាងមានរឿងអីអូយកុំខ្វល់ពីគាត់អីពួកយើងបន្តទៀត មិនបានទេខ្ញុំថ្ងៃនេះមានការខ្ញុំត្រូវទៅសិនហើយ អូយកុំខាត់ពេលអីមកកុំខ្លាចចាំសិនកុំអីខ្ញុំចោលហើយធ្វើអីនឹង នេះបងធំខ្ញុំនៅទីនោះធ្វើអីនឹង អូយកុំខ្វល់ពីគាត់ស្លាប់បាត់ទៅហើយមក ខ្ញុំជើងខ្ញុំ ក្មេងនៅទីនោះនៅឡើយ មិនអាចទេដឹង ឯងកុំមករកលេសដាក់ខ្ញុំអីប្អូនប្រុសឯងសម្លឹងមើលភ្នែកខ្ញុំហើយនិយាយមកតើខ្ញុំមិនអាចធ្វើឲ្យឯងរំភើបចិត្តបានទេអូយខ្ញុំទ្រាំលែងបានហើយមិនបានទេទោះបីខ្ញុំធ្លាប់រៀបការហើយតែមុខមាត់និងរូបរាងខ្ញុំនៅតែមិនអន់ទេមែនទេឯងជួយមានប្រតិកម្មបន្តិចផ្ដល់កិត្តិយសឲ្យខ្ញុំបានទេ បានទេបានគឺអញចេះលោកគ្រូខ្ញុំឆ្នាំនេះទីឈុតណាស់គាត់ប្រាប់ថាឆ្នាំនេះខ្ញុំឆុងជាពិសេសគឺអ្នកពាក់អាវពណ៌ក្រហមមើលចុះនាងពាក់ពណ៌ក្រហមមួយទូខ្លួនពិតជាសីណាស់ ទៅហើយឆាប់ចូលគេងទៅណានៃឃឺវិជឈប់សិនឯងមិនខ្លាចខ្ញុំប្តឹងឯងទេ បងធំបេខ្ញុំអចេតនាទេអចេតនាទេយប់ឡើងគុំមករកខ្ញុំឲ្យសោះប្អូនមិនបានធ្វើខុសចំពោះបងទេណាខោលីអូខ្ញុំយាអស់ហើយប្តឹងក៏ប្តឹងទៅ ខ្ញុំខ្លាចនាងហើយស្រាប់ខអស់ហើយនៅហ៊ានរត់ទៀតមិនទាន់មានមនុស្សប្រុសណាហ៊ានធ្វើដាក់ខ្ញុំបែបនេះទេថេងចេងក្នុងមួយថ្ងៃត្រូវចាប់មនុស្សម្នាក់នេះមកឲ្យខ្ញុំវិញឲ្យបានបងថ្លៃស្រីទុកចិត្តចោះពួកយើងកំពុងតែតាមចាប់វាស្រាប់ហើយវាជាឃាតករសម្លាប់ប៉ាតាមពិតជាឯងសោះ អូយប៉ាអើយ អូយម៉ាក់អើយម៉ាក់ អត់ទេមិនមែនប៉ាទេខ្ញុំគឺស៊ូឈៀវងប៉ាឆាប់វេរលុយឲ្យខ្ញុំបន្តិចមកបើមិនអញ្ចឹងប៉ាពិតជាគ្មានកូនប្រុសមែនហើយដាច់ពោះស្លាប់ហើយព្រះចង់សម្លាប់ខ្ញុំស៊ូឈៀវងមែនទេស៊ូឈៀវង ជី បងស្រីឃីរីប្រាប់ឲ្យចាប់ឈៀវងខ្ញុំមើលទៅមុខដូចជាមិនសូវដូចសោះ នេះមិនមែនវាទេចាប់វានៅធ្វើអីចាំសិនមិនអាចដោយសារតែខ្ញុំសង្ហាទើបចាប់ខ្ញុំទេចាប់ឯងនឹងហើយណែហា ប្រពន្ធសម្លាញ់ក្រោកពីព្រលឹមម្លេះ ញ៉ាំបាយនៅមួយយប់មិនចូលផ្ទះឯងទៅងាប់នៅណានេះជាស្អីគេ ស្អីគេប្រហែលជាមូសច្រើនពេកទើបមូសខំទេដឹង មូសខំស្អីនេះជាស្អីគេនេះច្បាស់ជាស្នាមថើបហើយឯងមួយយប់មិនចូលផ្ទះពេលត្រឡប់មកវិញមានស្នាមនេះទៀតឯងចង់ងាប់មែនទេ បានខ្ញុំនឹកឃើញហើយគឺម្សិលមិញពេលទៅធ្វើជាបរិសកំដរនៅក្លឹបត្រូវក្មេងម្នាក់ជញ្ជក់ បរោះកំដរស្អីគេឯងក្បត់ចិត្តខ្ញុំឬអា មិនមែនទេស្ដាប់ខ្ញុំពន្យល់សិនស្ដាប់ខ្ញុំពន្យល់សិនបានទេ ណែធ្វើអីនឹងលែងមើលឃើញហើយអាខ្ញុំចេះហែទឹកហើយឯងក៏ចេះស្មោះត្រង់ដែរឃ្លានហើយមែនទេណែណែធ្វើអីណែកុំវាយមុខបងពឹងមុខរកស៊ីណាអូយអាអូយសុំទោសបងសុំទោសណែកុំវាយទៀតកុំវាយទៀតបងសួរឯងម្ដងទៀតឯងជាអ្នកណាខ្ញុំពិតជាធំមែនចង្កេះក៏ធំ នៅតែរឹងមាត់ទៀត
អ្នកណាមុខដូចឯងនឹងឯងនិយាយមកតើឯងជាអ្នកណាឲ្យប្រកាសចុះខ្ញុំគួរតែជាអ្នកណាទៅអ្នកទាំងពីរគិតតែពីវាខ្ញុំផ្ដោតតម្រុយខ្ញុំបន្តិចមកខ្ញុំមិនខ្វល់ថាឯងជាអ្នកណាទេឥឡូវនេះទេទៅបងធំឯងភ្លាមលាក់បាំងចិត្តណាស់ឯងនេះអ្នកណាគេបងជួយចាប់ឆេវងឲ្យខ្ញុំផងអូយខ្ញុំត្រូវគេចាប់ជំរិតហើយបងឆាប់មកជួយខ្ញុំលឿនឡើងឯងមិនចេះចប់ទេភូមិភាគសានឯងបោកខ្ញុំមកទីនេះយ៉ាងម៉េចឲ្យខ្ញុំទៅរកឯងទៀតឥឡូវចង់លេងយ៉ាងម៉េចទៀតឆាប់ចេញឲ្យឆ្ងាយទៅមិនមែនទេបងខ្ញុំប្រាប់ថាមានកំឡោះសង្ហាជួយផងបងថ្លៃស្រីថ្ងៃនេះរៀងស្មុគស្មាញបន្តិចខ្ញុំបានដឹងច្បាស់អស់ហើយចាប់ជំរិតឈឺឈេអើយវងឈឺវិញជាប្រហែលជាមិនមកទេតែបើចាប់ជំរិតក្មេងស្រីគ្រូសាលីនោះឈឺវិញជាប្រកាសជាមកជួយនាងមិនខានអ្នកណាគេទៀតហើយវិញជាខលីអូឯងជ្រុះនៅផ្ទះខ្ញុំហើយអ្នកនាងខលីអូរបស់លោកជ្រុះនៅផ្ទះគេហើយលោកនៅហ៊ានប្រកែកទៀតមិនមែនទេខ្ញុំមិនបានទៅទេខ្ញុំមិនជឿទេឲ្យខ្ញុំមើលបន្តិចណែជាលោកនារីត្រូវចេះរក្សាមាយាទបន្តិចទៅអ្នកនាងបើខ្ញុំប្រាប់ថាធម្មតាខ្ញុំមិនចូលចិត្តពាក្យខលីអូទេតើនាងជឿទេជឿវិញជាខ្ញុំស្អប់លោក4567ចង្រៃខ្ញុំទេទៅប៉ាខ្ញុំឥឡូវនេះដើម្បីដេញឯងចេញបោឲ្យបោខ្ញុំខុសហើយបានទេខ្ញុំអូព្រះអើយអូយបងយ៉ងឯងធន់នឹងការវាដំតើរទ្រាំបន្តិចទៀតទៅចាំបងទទួលបានតម្រុយបងនឹងទៅជួយឯងភ្លាមអូយប៉ាឲ្យប៉ាហាអាឡូបោខ្ញុំមកដល់ហើយជឿវិញជាមិនទៅមកដល់កុំខ្លាចបន្តិចទៀតនាំនាងទៅញ៉ាំអីឆ្ងាញ់តោះគឺវិញជាពួកយើងជួបគ្នាទៀតហើយបងថ្លៃស្រីមិនបានបងនៅទីនេះមិនក៏ឯងមិនចង់ជួបខ្ញុំទេពិតជាគួរឲ្យខូចចិត្តណាស់ក្នុងចិត្តខ្ញុំគិតដល់តែឯងរហូតតើមិនមែនកិច្ចសន្យាទេអ្នកទាំងពីរមិនហត់ទេនាងបិទមាត់ទៅណែបងថ្លៃស្រីរឿងបងធំបេពិតជាមិនមែនកំហុសខ្ញុំទេខ្ញុំនិងបងប្អូនខ្ញុំគ្រាន់តែជាអ្នករកស៊ីទិញលក់វត្ថុបុរាណប៉ុណ្ណោះរឿងនេះពិតជាចៃដន្យមែនអ្នកណានឹកស្មានថាបងធំបេស្លាប់បាត់អញ្ចឹងទៅពិតជាការយល់ច្រឡំមែនការយល់ច្រឡំដ៏ធំមួយមិនគ្មានការយល់ច្រឡំទេការស្លាប់របស់អាំនោះចង្រៃនោះមិនពាក់ព័ន្ធនឹងឯងទេឬក៏អាចនិយាយថាខ្ញុំគួរតែអរគុណឯងទៅត្រូវវាចូលចិត្តប្រើហិង្សាក្នុងគ្រួសារនៅលើខ្លួនខ្ញុំមិនដឹងជាមានស្នាមរបួសប៉ុន្មានដោយសារតែវាវាយខ្ញុំទេនៅចំពោះមុខអ្នកអតីវាគឺជាមេក្រុម White Tiger ដ៏មានអំណាចម្នាក់តែនៅផ្ទះវាគ្រាន់តែជាសត្វតិរច្ឆានដែលស្រវឹងខូបហើយវាប្រពន្ធប៉ុណ្ណោះដូច្នេះបេះដូងសង្គ្រោះជីវិតនោះគឺជាស្នាដៃរបស់ខ្ញុំដង្កូវនាងរបស់ពួកឯងពិតជាមកចំពេលល្អមែនធ្វើឲ្យវាខឹងរហូតដល់ស្លាប់ដោយមិនបាច់សង្គ្រោះតែម្ដងមើលទៅពួកយើងពិតជាស៊ីចង្វាក់គ្នាមែនស្អីគេគួរឲ្យខ្ពើមម្លេះនេះគឺជាមេដាយសេរីភាពរបស់ខ្ញុំតើឆ្លៀតឱកាសនេះសូមណែនាំអ្នកទាំងអស់គ្នាធីគឺជាមនុស្សរបស់ខ្ញុំដោយសារតែមានគេទើបខ្ញុំអាចឡើងគ្រប់គ្រងក្រុម White Tiger បានដោយរលូននិយាយគ្នារួចហើយនេះគឺជាវត្ថុបញ្ចាំចិត្តពេលភ្ជាប់ពាក្យរបស់យើងភ្ជាប់ពាក្យជាមួយអ្នកណាប្រកាសជាខ្ញុំនឹងឯងហើយស្អីគេខ្ញុំនឹងស្អីគេខ្ញុំចាប់អារម្មណ៍ឯងហើយកូនប្រុសខ្ញុំក៏ចូលចិត្តឯងដែរ
រៀបការជាមួយខ្ញុំក្រុម White Tiger ទាំងមូលគឺជារបស់ឯងខ្ញុំនៅតែជាបងធំស្រីនៃក្រុម White Tiger ដដែល បងថ្លៃស្រីធ្វើបែបនេះមិនសូវល្អទេដឹង4567លឿនឡើងប្រាប់នាងទៅដោះស្រាយរឿងអីចង់ដោះស្រាយគឺបានភ្លាមឬដោះស្រាយបញ្ហានៅចំពោះមុខសិនទៅពេលចេញទៅក្រៅខ្ញុំរកមេធាវីលេងលះដែលពូកែបំផុតឯងថែមទាំងបញ្ចុះតម្លៃ20នៅបញ្ចុះតម្លៃទៀតខ្ញុំចេញថ្លៃឈ្នួលទាំងអស់ឲ្យឯង នេះមិនមែនជារឿងលុយទេលុយអីរឿងអត់គិតលុយឬ ឈប់ឆ្លោះគ្នាទៅឲ្យតែឯងយល់ព្រមផ្ដាច់ទំនាក់ទំនងជាមួយនាងរំខានម្នាក់នេះខ្ញុំនឹងដោះលែងគេហើយក៏មានអាល្ងងម្នាក់នោះឈ្មោះชื่อស្អីគេនោះមិនសំខាន់ទេ នាងថានរណាជានាងរំខាននាងនៅឲ្យស្ងៀមទៅណែបងថ្លៃស្រីខ្ញុំទទួលទឹកចិត្តហើយប៉ុន្តែនេះខ្ញុំមានមនុស្សដែលខ្ញុំចូលចិត្តរួចហើយ ណែបងប្អូនពេលនេះមិនមែនជាពេលដែលត្រូវសារភាពស្នេហ៍ដាក់ខ្ញុំទេ អ្នកណាថាជានាងទៅទទួលយកព្រមសិនទៅមិនបានទេ ជឿវិញជាមើលទៅឯងមិនចង់ផឹកស្រាអបអរទេ គឺចង់ផឹកស្រាពីណីមិនមែនទេខ្ញុំប្រតិកម្មនឹងជាតិអាល់កុលផឹកមិនបានទេបងស្រីណែកុំចាំខ្ញុំបងស្រីចាំខ្ញុំណែដាវនេះមិនអន់ទេ ការផ្សាយបន្តផ្ទាល់មិនសូវល្អទេហាហេរណាស់ ប្រេងម្ទេសយ៉ាងម៉េច មុនអាគមមិនអាចស្ដារបានសោះ បានហើយពួកយើងរងចាំតែសេចក្តីស្លាប់ទៅខេងញ៉ានមិនក៏នាងមកទីនេះឯងងងទេប្រកាសជាត្រូវតែជញ្ជក់ស្ករគ្រាប់សម្រាប់ប្រពន្ធខ្ញុំហើយនោះភ្ញៀវមិនអាចមកទីនេះបានទេមានភ្ញៀវឆាប់ចេញទៅមានភ្ញៀវពិតជាលេងមិនបានមែន អគ្គនាយកសើហេតុអីនាងមកនៅទីនេះបើខ្ញុំមិនតាមមកទេច្បាស់ជាមិនដឹងទេថាតាមពិតនៅពីក្រោយខ្នងអគ្គនាយកគេធ្វើរឿងថោកទាបបែបនេះសោះ សំលេងអ្នកទាំងពីរ ថ្ងៃមុនខ្ញុំនៅបន្ទប់ក្បែរនោះឬសំលេងលោកមានអារម្មណ៍ថាស្រដៀងណាស់សំណាងហើយដែលខ្ញុំហ៊ានមក នាងមិនអីទេនាងមិនអីទេមែនទេ អគ្គនាយកសើនេះគ្រាន់តែជារឿងគំនុំផ្ទាល់ខ្លួនរវាងពួកយើងប៉ុណ្ណោះមិនបាច់រំខានដល់អ្នកទាំងអស់គ្នាទេរឿងសហការគ្នារវាងពួកយើងចាំទៅនិយាយគ្នានៅការិយាល័យចុះភ័យឆាប់អញ្ជើញអគ្គនាយកសើចេញទៅចៃដន្យមែនខ្ញុំនិងពួកគេក៏មានគំនុំផ្ទាល់ខ្លួនបន្តិចបន្តួចដែរថ្ងៃនេះខ្ញុំត្រូវតែនាំពួកគេទៅបើរឿងនេះបែកធ្លាយចេញទៅក្រៅវាមិនត្រឹមតែប៉ះពាល់ដល់ការសហការគ្នារវាងខ្ញុំនិងអគ្គនាយកប៉ុណ្ណោះទេតែវាអាចនឹងប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅក្រៅប្រទេសទៀតផងយីអគ្គនាយកសិននិយាយរឿងអីហ្នឹងពួកយើងគ្រាន់តែមានចំនួនផ្លូវអារម្មណ៍បន្តិចបន្តួចប៉ុណ្ណោះអញ្ចឹងក្នុងនាមលោកស្រីចេញមុខមកនិយាយហើយរឿងនេះចាត់ទុកថាមិនមានអ្វីកើតឡើងចុះមែនទេតោះលែងមនុស្ស ផ្ដោគិតអ៊ីសំលេះឬ យាយចាស់បើមិនស្លាប់ទេមិនព្រមឲ្យខ្ញុំសម្លាប់គាត់ទេឈប់សិនអំបាញ់មិញនាងនិយាយអីនាងល្ងងមែនទេខ្ញុំនិយាយថាឲ្យប៉ាខ្ញុំអរគុណនាង ត្រូវហើយនាងនិយាយពីរឿងប៉ានាងតើ ខ្ញុំនិយាយថាខ្ញុំជាយាយចាស់ចាប់ពួកវាទាំង3នាក់មកឲ្យខ្ញុំ មិនមែនទេខាងនេះមានខាងនេះគ្មានមនុស្សទេ ប៉ានាងផ្លាស់ប្ដូរហើយធ្វើឲ្យខ្ញុំភ័យស្លាប់ហើយនាងតូចហ្វឺមែនយ៉ននាងឈួតហើយមែនទេបើខ្ញុំមានរឿងអីនាងដឹងពីផលវិបាកទេគ្រាន់តែជាការសហការគ្នាប៉ុណ្ណោះមិនត្រូវការក៏បានដែរបោះចូលទៅ បងពួកយើងស្គាល់គ្នាតើមិនបាច់ដល់ថ្នាក់នឹងទេដឹងមិនតិចទេប៉ាគេរំខាននាងហើយប៉ាគុំនិយាយច្រើនចូលទៅនាងក៏ត្រជាក់ពេកហើយ នាងដោះលែងខ្ញុំទៅកុំវាយទៀតថ្លង់ណាស់4567ធ្វើយ៉ាងម៉េចទៅដោយសារតែនាងនិយាយច្រើននឹងហើយបើមិនមែនដោយសារនាងទេមិនក៏ពួកយើងត្រូវគេយកមកឃុំនៅទីនេះ អូយបានហើយអ្នកទាំងពីរកុំឆ្លោះគ្នាទៀតគិតរកវិធីចេញទៅវិញទៅគិតតែពីស្រែកមានប្រយោជន៍អីតិចហើយ មិនបានទេត្រូវគិតរកវិធីសិនបើមិនអញ្ចឹងពួកយើងច្បាស់ជាស្លាប់ទាំងអស់គ្នាហើយ
អាមនុស្សគោឈើនេះដល់ថ្នាក់នេះហើយនៅលាក់ខ្លួនឆ្ងាយទៀតមិនអាចឲ្យខ្ញុំទៅអបគេមុនទេដឹងហឹមខ្ញុំបញ្ជាក់ដល់ថ្នាក់នេះហើយគេគួរតែយល់ហើយដឹង មិនមែនទេដឹងឥឡូវនេះចង់បានខោអាវនៅលើខ្លួនខ្ញុំទៀតនេះមិនខុសពីចង់បានជីវិតខ្ញុំទេនេះមិនល្អទេដឹងខ្ញុំមិនទាន់ប្រកាន់លោកផងមានន័យថាម៉េចជួយខ្ញុំផងសុកចិត្តស្រាតខោអាវក៏មិនព្រមមកជួយខ្ញុំដែរម៉េចក៏លោកឲ្យទៅនាងខ្ញុំក៏ចង់បានដែរលេងខ្ញុំដោយយល់ឃើញថានាងជាមនុស្សរបស់ខ្ញុំមកនេះមកនេះគឺខ្ញុំដាក់នៅក្នុងខោសម្រាប់បានល្អទៅវិជាសាស្ត្របន្តិចទៅឲ្យពួកយើងជួយគ្នាឈឺកុំនិយាយច្រើនអបនាងឲ្យជាប់4567គឺជាឆ្កែរបស់ខ្ញុំទោះជាអបក៏ត្រូវតែខ្ញុំជាអ្នកអបដែរនាងធ្វើអីនឹងយូរប៉ុណ្ណាហើយ1 ម៉ោងហើយប្រហែលជាឥឡូវនេះក៏คล้ายជាដុំទឹកកកបាត់ទៅហើយទៅមើលបន្តិចទៅពួកឯងកំពុងធ្វើអីនឹងល្អណាស់គឺវិជខ្ញុំឲ្យឯងចូលទៅខាងក្នុងដើម្បីរងាប់អារម្មណ៍ឯងបែរជាមកលេងសើចនៅក្នុងនេះទៅវិញខ្ញុំមិនលេងសើចទេនាបភ្លើងឲ្យជួយអូសវាចេញទៅក្រៅឲ្យខ្ញុំផងពូកែណាស់ប្អូនប្រុសខ្ញុំឲ្យឯងចូលទៅក្នុងបន្ទប់ទឹកកកដើម្បីរងាប់អារម្មណ៍ឯងបែរជាមកលេងសើចនៅក្នុងនេះទៅវិញលេងសើចឬខ្ញុំលេងសើចស្អីខ្ញុំលេងស្អីលេងដល់រូបចម្លាក់ទឹកកកហើយលេងសើចស្អីខ្ញុំលេងរូបចម្លាក់ទឹកកកមែនទេខ្ញុំឃើញឯងអោបឆ្វេងអោបស្ដាំមានក្តីសុខណាស់តើសំបីតែខោអាវក៏ស្រាតអស់ដែរតើនឹងខ្ញុំចង់មែនទេភីគេយកខោអាវមួយកំភ្លែឲ្យវាទៅខ្ញុំមិនចង់ឃើញវានៅក្នុងស្ថានភាពបែបនេះដើរទៅដើរមកទេឃើញហើយរមាស់ភ្នែកណាស់ហ្វូមែនយ៉ានមីស្រីពោះវែកដើមឡើយនាងជាអ្នកសម្លាប់បងធំបេសោះថ្ងៃនេះខ្ញុំត្រូវតែសងសឹកឲ្យបងធំបេវិញអូព្រះអើយអាល្អិតតាមពិតជាឯងសោះចាប់អាមួយនេះឲ្យខ្ញុំឯងហេតុអីឯងត្រូវជួយខ្ញុំក៏មិនដឹងដែរ
គ្រាន់តែមានអារម្មណ៍ថាចង់ជួយក៏ស្ទុះមកតែម្ដងទៅប្រហែលមកពីសភាពគត់វីរបុរសនៅក្នុងខ្លួនខ្ញុំស្រាប់តែពុះកញ្ជ្រោលឡើងទេដឹងអាបងប្អូនយ៉ាងម៉េចហើយបងប្អូនឯងហូរឈាមហើយឯងបែបនេះនៅតែខ្ញុំមកមុនដដែលខ្ញុំជួយរងដំបងឲ្យនាងយកដំបងចេញនឹងរិះគន់ហើយអូយខ្ញុំអ្នកនាងខ្ញុំរងរបួសហើយអាចចាំខ្ញុំជាសិនចាំឆ្លោះគ្នាទៀតបានទេគេរីរំរបួសឲ្យគេបន្តិចទៅឈាមច្រើនណាស់អូយឲ្យខ្ញុំសម្រាកបន្តិចសិនខ្ញុំបដូរចិត្តហើយធ្វើអីនឹងបងថ្លៃស្រីខ្ញុំរងរបួសហើយឥឡូវនេះពិតជារៀបការមិនបានមែនទេខ្ញុំដោះលែងឯងអញ្ចឹងរឿងរៀបការនោះក៏លុបចោលទៅបង្ខំពេកក៏មិនល្អដែរម្យ៉ាងទៀតឯងបានជួយជីវិតខ្ញុំកាមែនៀនរឿងគុណនឹងទោសច្បាស់លាស់ណាស់ឆេខេពួកយើងទៅមើលចុះនាងជាមនុស្សយល់ការណាស់មនុស្សល្អតែងតែជួបតែសេចក្តីសុខណានេះសង្ហែងវិញពួកយើង2000មិនក៏ថត់ស្គមអញ្ចឹងឈឺវិញជាអំបញ្ញមិញលោកប្រាប់ថាក្នុងចិត្តលោកមានមនុស្សដែលស្រឡាញ់ហើយជាអ្នកណាប្រហែលមិនមែនជានាងទេដឹងយ៉ាងម៉េចមិនបានទេពេលខ្ញុំនឹងឈឺវិញជាស្គាល់គ្នានាងមិនទាន់ដឹងនៅឯណាផងអូយគុំឆ្លោះគ្នាមនុស្សនៅក្នុងចិត្តខ្ញុំទូយ៉ាងណាទូយ៉ាងណាមិនមែនជានាងទេឈឺវិញជាលោកមានន័យថាម៉េចអូយមិនមែនទេខ្ញុំមិនមែនមានន័យអញ្ចឹងទេបោឈឺវិញជាត្រឡប់ទៅវិញខ្ញុំឲ្យប៉ាខ្ញុំបញ្ឈប់លោកពីការងារឲ្យមកខ្ញុំវិញជាលើកនេះខ្ញុំពិតជាត្រៀមខ្លួនត្រឡប់ទៅហ្គេងឆេងមែនលោកចុះក្រោយមកមិនក៏វាស្លាប់ខ្ញុំនៅមិនទាន់ដឹងទេសំខាន់គឺជីវភាពនៅហ្គេងឆេងដើរលឿនពេកហើយថ្លៃឈ្នួលផ្ទះក៏ថ្លៃទៀតនោះគឺជាតុកតានៅក្រោមជើងខ្ញុំខើវិញជាតើលោកសុខចិត្តត្រឡប់ទៅហ្គេងឆេងជាមួយខ្ញុំទេត្រឡប់តើបើមិនអញ្ចឹងនៅជំពាក់គុណនាងទេត្រឡប់ទៅជាមួយនាងតើបើមិនអញ្ចឹងខ្ញុំក៏គ្មានកន្លែងស្នាក់នៅដែរមានតែនាងទេដែលព្រមទទួលខ្ញុំបានខ្ញុំនឹងរងចាំលោក3ថ្ងៃនៅទីនេះ3ថ្ងៃក្រោយពួកយើងនឹងត្រឡប់ទៅជាមួយគ្នាយល់ព្រមអញ្ចឹងមិនបានមិនព្រមវាជាឲ្យលើកនេះពឹងលើអញហើយបើមិនមែនដោយសារអញទេបើគេអូយខ្ញុំលីសែនដងជំពាក់គុណឯងម្ដងហើយនិយាយមកតើឯងមានលក្ខខណ្ឌអីអូយមិនអីទេគ្រាន់តែជួយបន្តិចបន្តួចប៉ុណ្ណោះជួយបន្តិចបន្តួចឬវ៉ាហាខ្ញុំដឹងថាឯងច្បាស់ជាឆ្លៀតឱកាសនេះដើម្បីដាក់លក្ខខណ្ឌហើយអញ្ចឹងឯងទៅចុះខ្ញុំគ្រាន់តែគួរសំទេលោកពិតជាមិនខាត់ខ្ញុំមែនឬលោកអគ្គនាយកលីពិតជាមានការមែនខ្ញុំចង់ដឹងថាគ្រួសារលីពួកយើងតើធ្លាប់មានអណ្ដូងមួយមានប្រវត្តិមែនទេគ្រួសារលីពួកយើងឬនៅចិត្តភ្នូដូនតាពិតជាមានអណ្ដូងមួយមែនគ្រួសារលីយើងអាចដើរមកដល់ថ្ងៃនេះបានក៏ដោយសារតែការថែរក្សាពីអណ្ដូងនោះដែរអញ្ចឹងភ្នូដូនតាលោកនៅណាឆាប់នាំខ្ញុំទៅមើលទៅក៏បានចាំខ្ញុំនាំឯងទៅមើលអូយនេះជាការបញ្ចុះស៊ុបនៅក្នុងទឹកឬទីនេះពិតជាទីតាំងចាស់នៃប្រទេសកំណើតគ្រួសារខ្ញុំមែនកាលខ្ញុំនៅក្មេងណាស់អណ្ដូងនេះនៅតែនៅលើគោកនៅឡើយក្រោយមកនីវ៉ូទឹកសមុទ្រកើនឡើងខ្សែបន្ទាត់ឆ្នេរថយក្រោយអណ្ដូងក៏ត្រូវលិចបាត់ទៅពិតជាមានក្លិនរបស់អណ្ដូងមែនបើកនៅក្នុងភ្នំនៅមិនទាន់មានទឹកជំនន់ទេអនាគតឬ
និយាយថាឯងបើកអា នេះមានរឿងអីអគ្គនាយកលីអណ្ដូងនេះប្រហែលជាស្មុគស្មាញជាងខ្ញុំគិតទៅទៀតខ្ញុំនិយាយថាអណ្ដូងទទួលថាមពលពីសរសៃដីអណ្ដូងនេះដាំឡើយមានថាមពលពេញបរិបូរណ៍នេះគឺជាស្នូលនៃក្បួនហុងស៊ុយនាគហោះដ៏កម្រគឺដោយសារតែរឿងនេះហើយទើបគ្រូសាលីអ្នកអាចពឹងផ្អែកលើវាដើម្បីភាពរុងរឿងប៉ុន្តែក្រោយមកមានអ្នកណាយកគុជដែលជាស្នូលផ្ទុកថាមពលចេញទៅនេះបណ្ដាលឲ្យថាមពលស្ងួតការហូរវិលត្រូវកាត់ផ្ដាច់បើចង់ឲ្យខ្លួនឯងបានធូរស្បើយឡើងវិញត្រូវតែប្រគល់ថាមពលទាំងអស់មកវិញទើបអាចវិលជុំជាថ្មីបានអ្វីដែលក្រុមទាំងនោះចង់បានគឺទាំងអស់អូមិនយល់ព្រមឲ្យគេធ្វើបែបនេះទេតើបបខ្ញុំមករកនាងពិតជាមានការប្រញាប់មែនបបអាប្អូនប្រុសហ្វេនខ្ញុំអង្វរឯងចុះឯងជួយនិយាយលួងលោមនាងឲ្យខ្ញុំបន្តិចទៅបានទេខ្ញុំពិតជាមានការប្រញាប់រកនាងមែនពួកយើងជាបងប្អូននឹងគ្នាអង្វរឯងចុះអ្នកនាងពេលខឹងមិននិយាយជាមួយអ្នកណាទេខ្ញុំក៏គ្មានវិធីដែរប៉ុន្តែប្រហែលជាខ្ញុំអាចប្រាប់ឯងនៅចំណុចតូចមួយបានអាឡូបបអាឡូប៉ាកូនមានការប្រញាប់រកប៉ាអ្នកណាឲ្យអាឡូប៉ាលឿនឡើងអាឡូឯងមកទីនេះធ្វើអីបរោះមិនអនុញ្ញាតឲ្យចូលទេស្អីគេនឹងនោះគឺបងប្អូនស្រីតើអាក្មេងតូចនេះណែឡៃបាបណែឡៃបាបខ្ញុំមានការរកនាងខ្ញុំពិតជាមានការប្រញាប់មែនខ្ញុំខុសហើយបានទេហាបបឡៃបាបចូលចិត្តលេងមែនទេល្អណាស់ថ្ងៃនេះខ្ញុំនឹងកំដរនាងលេងឲ្យសប្បាយហាមកទីនេះធ្វើអីខ្ញុំមិនលេងទៀតទេមិនបានទេអូយហាអូយហាអូយខ្ញុំទៅហើយខ្ញុំមិនលេងទៀតទេណែមានន័យថាម៉េចធ្វើអីនឹងបងប្អូនយ៉ាងម៉េចហើយខ្ញុំខុសដែរទេមិនក៏មិនទាញឡើងទទួលខុសត្រូវច្រើនណាស់អាទីបំផុតរងចាំដល់ថ្ងៃនេះហើយរបស់បញ្ជូនទៅឲ្យម្ចាស់ដើមវិញថាមពលនាគរស់ឡើងវិញសួស្តី
វារួចហើយឈប់សម្រាក ណែស៊ូលីវជេលោកចាំថាលោកនៅជំពាក់ខ្សែខ្ញុំមួយខ្សែណា នាងនេះស្រាប់តែហៅឈ្មោះពេញខ្ញុំរៀងមិនទម្លាប់សោះលេខាលោកអាចគុំទៅបានទេណែវាលស្មៅតូចមួយមិននឹងអាចរារាំងសេះព្រៃដែលស្រឡាញ់សេរីភាពដូចជាខ្ញុំបាន នៅធ្វើពុតទៀតខ្ញុំវាលោកឲ្យស្លាប់លោកចង់ទៅណាខ្ញុំទៅជាមួយលោកដែរ ត្រឡប់ទៅជាមួយខ្ញុំមិនបានទេឬក៏យកនាងទៅជាមួយដែរខ្ញុំគ្មានទេខ្ញុំនិយាយថាទីតាំងអណ្ដូងបន្ទាប់របស់ខ្ញុំប្រហែលជាស្ថិតនៅទីនិរដីចំណែកទីនិរដីជាអ្វីវាខ្សាច់សត្វអូតពស់វែកអូតវូជៀវទូរទស្សន៍សុទ្ធតែរឿងក្មេងអាយុ8ឆ្នាំមិនបានចូលរៀននៅឌូបៃ ឌូបៃហឹមលោកប្រាប់ពីដំបូងមកថាឌូបៃខ្ញុំស្គាល់ច្បាស់ជាងគេ លោកចាំនៅទីនេះខ្ញុំទៅយកលិខិតឆ្លងដែនសិនអូយោព្រមប្រញាប់ទៅខ្ញុំចាំនាងណាសុំទោសសូមគុំស្រឡាញ់ខ្ញុំអីខ្ញុំត្រូវបានកំណត់មកឲ្យត្រឹមតែជាអ្នកត្រាច់ចោលប៉ុណ្ណោះ បងប្អូនឯងនៅឯណា ខេងយានខ្ញុំមកដល់ហើយខ្ញុំកំពុងតែសួរគេតើខ្ញុំមិនឃើញលោកសោះ លោកប្រកាសទេថាមិនបានដើរខុសអាកាសយានដ្ឋានខាងជើងច្រកចេញលេខ1ស្ថានីយ៍អ្នកដំណើរ2 អូយខ្ញុំនៅខាងត្បូងលោកល្ងងឬលោកទៅខាងជើងធ្វើអី ជួយជាអាឡងងលោកមានចិត្តណាមែនទេលោកមិនដែលគិតចង់ទៅជាមួយខ្ញុំទេត្រឡប់ទៅហ្គេងឆេង ខ្ញុំមានឯណាបងស្រីខ្ញុំមិនបានចាប់អារម្មណ៍សោះខ្ញុំមិនបានមានចិត្តណាទេច្រឡំហើយ ស្រេចតែលោកចុះលោកផ្ញើខ្លួនឯងត្រឡប់ទៅវិញទៅ កុំខឹងអីខេងយានខ្ញុំគ្មានលុយទេណាគ្មានលុយតើខ្ញុំត្រឡប់ទៅវិញមិនទៅខេងយានចប់ហើយនេះចាត់ទុកថាចប់ហើយនេះចាត់ទុកថាចប់ហើយអញ្ចឹងខ្ញុំគ្មានលុយត្រឡប់ទៅវិញទេខេងយានខ្ញុំពិតជាអង្វរនាងហើយបងពួកយើងឈៀវវងឲ្យឈៀវវងទៅឲ្យឆ្ងាយទៅខ្ញុំទៅរកខេងយានឲ្យ នៅមានទៀតទេខ្ញុំប្រាប់ឯងណាកុំលាក់ទុកស្ដាប់ឬទេមីកញ្ចប់មកពីណាឯងនេះអាប្រៃអូព្រះអើយដើរតាមបាក់ស្មូមមួយថ្ងៃអត់3ពេលនេះមិនគ្រប់ថ្លៃធ្វើដំណើរទេអូយថ្មីនេះលុយដុល្លារឡើងថ្លៃបាក់ស្មូមរបស់យើងខាតបង់ធំណាស់ណែអញ្ចឹងចុះ ពួកយើងរកឡានទំនើបមួយដើម្បីលោតចូលឲ្យគេបុកទៅ ប៉ុន្តែត្រូវរកអ្នកដែលរៀងមាំបន្តិចក្រែងលោបុករបួសធ្ងន់មែនមិនគ្រប់ថ្លៃព្យាបាលផងអូរឿងនេះនឹកឃើញខ្ញុំហើយ